ពួកឯងស្ដាប់គណៈបកសម្ព័ន្ធមួយនឹងមើលហើយគួរទទួលយកបានហើយគាត់សូមឲ្យខ្ញុំវិញទៀតគាត់ថាបានលុយអត់លុយប្រមាណខ្ញុំថាមកតែពេលខ្ញុំអ្នកស្ដាប់សម្ព័ន្ធខ្ញុំអ្នកចាញ់លុយហើយខ្ញុំដើរបរិយាគំនិតទៀតវាមិនដឹងបានអីផងតែពេលទៅប្រាប់គាត់មិនដឹងនឹងបានស្ដាប់ផងគាត់សួរថាបានលុយអត់បានប្រមាណមួយខែប្រមាណខ្ញុំថាអញ្ចឹងបានខ្ញុំចាំពាក្យពូមួយថាអញ្ចឹងពូជបាត់ដីអត់ខុសហ្មងធ្វើអីមិនដឹងមិនយល់ផងចង់រកលុយមុនបាត់ហើយចង់រកប្រយោជន៍ដែលខ្លួនមិនដឹងបានយល់ផងអញ្ចឹងខ្ញុំមកថ្ងៃនេះគឺខ្ញុំសូមប្រកាសលេខទៅកម្មឃុំខ្ញុំគឺខ្ញុំមានលេខ096 26 24 129ខ្ញុំមកហ្នឹងគឺមានបំណងតែប៉ុណ្្នឹងទេសូមអរគុណតាមមកទីបងប្អូនទីមកដល់ទីមកបាទដូចជារៀងខ្ពស់បាទជាដំបូងខ្ញុំសូមគោរពលោកពូជាទីគោរពនិងគោរពបងប្អូនជនរួមឈាមយើងទាំងអស់គ្នាបាទសូមអភ័យទោសបើសិនជាមានការមិនពេញចិត្តនៅវត្តមានរបស់ខ្ញុំដែលឡើងមកជាញឹកញាប់ប៉ុន្តែខ្ញុំពិតជាចង់ជួបមុខបងប្អូនយើងមែននេះគឺជាបងប្អូនមែនតែនដែលយើងពិបាកនឹងរកឃើញតែបានពូឈាមមួយដំណក់ដែលស្រក់នៅលើផែនដីនេះបាននាំឲ្យយើងស្គាល់គ្នាមិនថាគាត់នៅទីណាកន្លែងណាបងប្អូនមកពីគ្រប់ទិសទីនៅក្នុងពិភពលោកនេះបានប្រម៉ែប្រមូលមកជួបជុំគ្នាឲ្យយើងបានស្គាល់គ្នានេះជាអ្វីដែលខ្ញុំពេញចិត្តបំផុតហើយខ្ញុំមិនដែលគិតថាខ្ញុំអាចមានមិត្តល្អដូចសពថ្ងៃនេះទេខ្ញុំអត់សូវមានមិត្តភ័ក្តិទេហេតុអីពីព្រោះខ្ញុំដើរចេញពីក្រុមពួកអ្នកផឹកមកក៏ខ្ញុំលេងមានមិត្តភ័ក្តិពីព្រោះខ្មែរយើងគឺជាកម្ពុជាអ្នកផឹកដែលខ្ញុំស្អប់បំផុតហេតុអីខ្ញុំទៅកន្លែងណាក៏ដោយខ្ញុំផឹកជាមួយបរទេសពេលខ្លះយើងគិតថាកលុងបងខ្លះប៉ុន្តែខ្លះគេមានរបៀបគេចេះផឹកប៉ុន្តែខ្មែរយើងអត់ទេតែពេលយើងទៅផឹកស៊ីជាមួយពួកគាត់ត្រៀមខ្លួនឡាប់ឲ្យហើយទៅបាទបើគាត់ទិញដាក់មួយកែបើគាត់មិនអស់មួយកែនឹងគាត់មិនជាប់ទេបើគាត់មាន5កែគាត់ផឹកតអស់5កែហ្នឹងបើគាត់មិនទាន់គ្រប់ទេគាត់រៃលុយថែមផឹកទៀតនេះពូជបាត់ដីវាតែប៉ុណ្ណេះបើគាត់ផឹកហើយយើងនិយាយទៅគាត់ស្ដាប់តាក់តិចក៏យើងសប្បាយចិត្តដែរអត់ទេគាត់ថែមឲ្យយើងទៀតថាផឹកឲ្យស្រវឹងបើផឹកមិនស្រវឹងផឹកធ្វើអីបាទអ្វីដែលខ្ញុំឡើងមកនេះខ្ញុំគាត់តែចង់ឡើងមកថ្លែងអំណរគុណនៅឈាមមួយដំណក់របស់លោកអ៊ំដែលលោកគូធ្លាប់តែនិយាយអ្នកមីងកបាក់កពុកគាត់ធ្លាប់និយាយចឹងដែលស្រក់នៅលើទឹកដីដ៏សែនកំសត់នេះគឺវាពិតជាឈាមដ៏មានតម្លៃបំផុតឈាមមួយដំណក់នេះបាននាំឲ្យយើងស្វែងរកបងប្អូនមកពីគ្រប់ទិសទីមកឈរនៅកន្លែងនេះមកអង្គុយនៅកន្លែងនេះបានឃើញមុខគ្នាដែលមិនដែលនឹងស្គាល់គ្នាសោះរត់រោគគ្នាមកដល់ឃើញគ្នាអោបគ្នាបានយ៉ាងសប្បាយដោយបងប្រុសដែលគាត់មកពីប្រទេសអូស្ត្រាលីខ្ញុំឃើញគាត់តាមតែ Facebook ពេលដែលខ្ញុំឃើញគាត់ពេលណាអារម្មណ៍របស់ខ្ញុំរន្ធត់រំភើបលោកពូខ្ញុំធ្លាប់អោបគាត់ច្រើនដងខ្ញុំស្ទុះទៅអោបគាត់មុនអោបលោកពូទៅទៀតនេះជាទឹកចិត្តដែលខ្ញុំពិតជាត្រេកអរគាត់កំពុងតែអង្គុយនៅមុខគាត់ឈ្មោះបងចន្ទធីហើយគាត់បានទិញមួកមួយចំនួនធំចែកជូនដល់បងប្អូនយើងកន្លែងនេះអាចបងចន្ទធីនិងមិត្តភ័ក្តិរបស់គាត់នេះជាទឹកចិត្តដ៏សែនល្អកម្ររកបានដែលមានតែក្រុមយើងមួយដំបូងគេបំផុតនៅលើទឹកដីកម្ពុជាយើងនេះដែលបកដតីដែលខ្ញុំបានស្គាល់បានស្ទាបបានពលត្រូវកលុងបុងក្រុមរបស់គណៈបកប្រជាជនសុទ្ធតែកណោខ្មោចងាប់ដោយលោកពូធ្លាប់និយាយ
ហើយក្រុមបោះសង្គ្រោះជាតិដូចអាចវល់បាទមិនដឹងជាយកទៅធ្វើអីកើតទេខ្ញុំទៅចំណាយពេលមួយចំនួនទៅអង្គុយនិយាយទាំងក្រុមសង្គ្រោះជាតិទាំងគណៈបកប្រជាជនពេលដែលទៅអង្គុយនិយាយក្នុងសាលាឃុំមិនចាំបាច់និយាយរឿងអភិវឌ្ឍមិនចាំបាច់និយាយរឿងជួយបងប្អូនមិនចាំបាច់និយាយរឿងអាណិតបងប្អូនទេបើសិនជានិយាយរឿងចូលការ៉ាអូខេនិយាយរឿងតាក់ស្រីនិយាយរឿងប៉ាវស្រីនិយាយបាននិយាយមកសេរីគាត់ញឹមដាក់គាត់ជួយគាត់ថែមគ្រឿងថែមលបោយណាបើនិយាយរឿងទៅជួយប្រជាពលរដ្ឋឃើញបងប្អូនតនេះកំសត់ណាស់គួរជួយគាត់មិនបាច់និយាយជាមួយគាត់ទេតាមបន្តិចគាត់លេងយកភ្នែកមើលយើងហើយគាត់ធុញមុខយើងអានេះជាចរិតពិតរបស់មនុស្សដែលនៅក្នុងគណៈបកប្រជាជនពួកមនុស្សដែលនៅក្នុងគណៈបកប្រជាជនដោយលពូគាត់បាននិយាយចឹងជាកណូខ្មោចងាប់យកទៅធ្វើអីក៏បានដែរតាំងពីភូមិរហូតដល់ឃុំខ្ញុំនិយាយឲ្យត្រង់ខ្ញុំរស់នៅក្នុងភូមិព្រៃធ្លោកភូមិខ្នាតស្រុកពួកខេត្តសៀមរាបតាំងពីប្រធានភូមិរហូតទៅដល់ស្រុកខ្ញុំដើរខ្ញុំចូលជួបអស់ហើយកលុងបុងប្រធានភូមិវល់ធ្វើការដូចអាចហើយដល់ប្រធានឃុំខ្ញុំយ៉ាងណាខ្ញុំវាយតម្លៃគាត់យ៉ាងណាប៉ុន្តែខ្ញុំនៅតែគោរពគាត់ជួបកន្លែងណាក៏ខ្ញុំដោះមួកគោរពគាត់ឲ្យតម្លៃគាត់នៅតែគោរពប៉ុន្តែកន្លែងខ្លះដែលខ្ញុំមិនគោរពក៏ខ្ញុំមិនគោរពដែរគោរពគាត់ខ្លះដើម្បីឲ្យយើងស្រួលក្នុងការធ្វើការប៉ុន្តែឥឡូវខ្ញុំអត់ទាន់បានអត្តញ្ញាណបានទេគេគ្រប់គ្នាបានទេសោះខ្ញុំបាត់គេថាបាត់ឯកសាររត់អត់ឃើញខ្ញុំទ្រាំចាំខ្ញុំថាចាំប៉ុណ្ណាទៀតបានគេថាចាំមើលសិនខ្ញុំក៏ទ្រាំចាំរហូតដល់ថ្ងៃនេះខ្ញុំក៏នៅតែអត់ដែរតញ្ញាណបានថ្មីព្រោះតញ្ញាណបានខ្ញុំលុបអស់ហើយគណៈបកសំរៀងស៊ីដែលជាគណៈបកសង្គ្រោះជាតិថ្មីហ្នឹងបាន55កៅអីហើយមានធ្វើស្អីកើតមានចូលទៅជួយស្អីកើតនៅក្នុងភូមិគុំគេឲ្យចូលទៅអង្គុយកាន់អង្គុយនៅកៅអីកុំព្យូទ័រមួយប៉ាប់នឹងគ្មានធ្វើអីកើតទេប្រៃឆេះសហគមន៍បឹងនេសាទដែលគេឲ្យការពារអត់មានធ្វើអីកើតទេពួកអ្នកការពារបឹងនេសាទដូចជាបឹងលហាក្រាយមួយទៀតស្អីចេះខ្ញុំភ្លេចកលុងបុងអត់មានការពារណាមួយបានល្អទេលុយខែអត់មានប្រធានសហគមន៍អត់មានលុយខែអញ្ចឹងមានតែអាស្រ័យផលពីតាពាំងហ្នឹងអញ្ចឹងតាពាំងដែលរក្សាពូជត្រីសម្រាប់ឲ្យទន្លេសាបយើងនៅមានត្រីឲ្យប្រជាពលរដ្ឋយើងអាចរស់រោត្រីហូបបានច្រើនហ្នឹងវាគ្មានទទួលបានលទ្ធផលអ្វីទេពីព្រោះប្រធានសហគមន៍បងប្អូនសាច់ញាតិរបស់ប្រធានសហគមន៍បងខ្ញុំប្រធានសហគមន៍គាត់លួចលក់រាល់ថ្ងៃគាត់បបួលគ្នាទៅអូសលក់រាល់ថ្ងៃពូជត្រីធំចាប់ស៊ីចាប់ខ្លែមបបួលគ្នាទៅចាប់ស៊ីចាប់ខ្លែមរាល់ថ្ងៃសួរទៅថាម៉េចចឹងអត់លុយខែបើមិនធ្វើអញ្ចឹងធ្វើម៉េចបានរស់ចុះបើវាអត់លុយខែឲ្យគេខំបង្កើតសហគមន៍នឹងធ្វើអីក៏ដូចមានអាប្រាស្រ័យខ្ញុំជេរអញ្ចឹងខ្ញុំជេរពួកប្រធានសហគមន៍ធំទៅលើទៀតចុះបើអត់មានលុយខែឲ្យគេធ្វើអីបើអត់មានលុយខែឲ្យគេធ្វើស្មើនឹងឲ្យគេមកបំផ្លាញដែរព្រៃដែលឆេះរាប់ខែសិតតែជាព្រៃដែលកាន់ដោយប្រធានសហគមន៍នីមួយចុះពួកអបកាច់នោះវាទៅណាមិនបានវាមិនចោះទៅមើលមិនវាមិនទៅរាយការណ៍ហើយពួកសង្គ្រោះជាតិហើយមិនក៏មិនដែលមាន55កៅអីដែរនោះមិនបានលោកមិនចោះទៅរុញទៅទាញទៅជួយនាំគ្នាទៅពលរដ្ឋភ្លើងទៅមិនបន្ទុកឲ្យឆេះអស់ព្រៃការពារត្រីពងនឹងលលះហើយអស់អញ្ចឹងបាទហើយជាចុងបញ្ចប់នេះខ្ញុំក៏សូមថ្លែងអំណរគុណដែលបានមកឈរនៅមុខបងប្អូនខ្ញុំគាត់តែចង់ប្រាប់ថានៅភូមិរបស់ខ្ញុំដែលខ្ញុំធ្វើការរាល់ថ្ងៃនេះខ្ញុំបានបើកនៅអង្គការមួយសម្រាប់ជួយក្មេងៗពីច័ន្ទដល់សុក្រខ្ញុំប្រើក្បាលរបស់ខ្ញុំដើម្បីជួយក្មេងមិនត្រឹមតែកូនក្មេងទេខ្ញុំចង់បណ្ដុះបណ្ដាលគាត់ឲ្យខ្លាយទៅជាទំពាំងដែលល្អប៉ុន្តែនៅក្នុងនោះក៏ខ្ញុំឆ្លៀតឱកាសដើម្បីជួយឪពុកម្ដាយរបស់គាត់ទៀតបញ្យល់ឲ្យគាត់បានយល់អំពីផ្លូវដែលធ្វើយ៉ាងម៉េចឲ្យកូនរបស់គាត់អាចឈានទៅដល់គោលដៅមួយដ៏ខ្លាំងមិនចង់ឲ្យគាត់មានកូនប្រភេទអន់ដូចក្នុងសម័យនេះអញ្ចឹងរាល់ថ្ងៃពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រខ្ញុំប្រើក្បាលដើម្បីជួយ
តែពីនៅថ្ងៃបុណ្យឬក៏ថ្ងៃសៅរ៍និងថ្ងៃអាទិត្យខ្ញុំប្រើដៃរបស់ខ្ញុំមករៀមដៃរបស់ខ្ញុំកាប់គាស់ដីដាំដំណាំនេះដាំដំណាំនោះដើម្បីបានលុយយកទៅលក់ទិញបន្លែទិញចំណីត្រីសាច់មកចិញ្ចឹមខ្លួនឯងផងសល់លុយខ្លះយកមកជួយសហគមន៍កូនខ្លះទិញកង់ឲ្យជិះកូនខ្លះទិញកាបូបកូនខ្លះគឺទឹកចិត្តនេះដែលអាចពលត្រូវអារម្មណ៍បែបនេះបានគឺដោយសារលោកពូជាមនុស្សដែលនាំខ្ញុំឲ្យបានមកឈរនិយាយជាមួយបងប្អូននៅពេលនេះគឺជាឱកាសមួយដែលខ្ញុំមិនដែលគិតថាខ្ញុំអាចមកឈរនៅមុខមនុស្សល្អរាប់រយនាក់នេះបានទេមនុស្សដែលពលត្រូវដែលយល់ពីក្រុម LDP របស់យើងគឺជាក្រុមមនុស្សថ្មីនិងជាក្រុមមនុស្សដែលអាចបង្កើតបាននៅធនធានថ្មីនិងមនុស្សថ្មីតកូនតចៅនេះជាមនុស្សដែលខ្ញុំត្រូវការដែលខ្ញុំពិតជាស្រឡាញ់គ្មានថ្ងៃបំភ្លេចបានខ្ញុំគិតថាអ្នកដែលមិនយល់ពី LDP ប៉ះមិនត្រូវពី LDP គឺអ្នកដែលមានចិត្តមាននេះមិនចាំបាច់ថាអ្នកដែលនៅឯណាឆ្ងាយទេតែអ្នកនៅមុខវេទិកាយើងនេះក៏ដោយតែអ្នកនៅជាប់នឹងលបងវេទិកានេះក៏ដោយក៏នៅតែមានអ្នកអត់យល់ដែរក៏ជាក្រុមរបស់គណៈបកប្រជាជនក៏ជាក្រុមរបស់គណៈបកសង្គ្រោះជាតិដែរពលមិនត្រូវទេដោយសារអីដោយសារអាភិបមានះរបស់គាត់ហ្នឹងដូចជាពុទ្ធបរិស័ទដែលនៅជុំវិញវត្តចេតពុនអញ្ចឹងណាគេសែងគ្នាមកពីណាគ្រប់ទិសទីមកស្ដាប់ព្រះពុទ្ធសម្ដែងធម៌ទេសនាតែពួកអបកាច់ដែលនៅជុំវិញវត្តចេតពុននឹងវាស្ដាប់គ្មានយល់ដឹងវាយកបំបែងក្បាលវាទៅណាខ្ញុំឆ្ងល់អញ្ចឹងខ្ញុំកាចតិចប៉ុន្តែដោយលោកពូនិយាយថាសម្ដីដែលកាចនេះគឺខ្ញុំប្រើទៅលើតែមនុស្សដែលគួរប្រើតែប៉ុណ្ណោះពួកអាក្បាលដែលត្រូវប្រើនៅញួរ5គីឡូយើងត្រូវតែប្រើអាញួរ5គីឡូមនុស្សស្រួលល្អស្រួលនិយាយស្ដាប់គ្នាបានប្រើអាញួរ2គីឡូដំពើស្ដាប់គ្នាបានអេមបានមកយើងតែបើអាមដែលពិបាកបំផុតប្រើមិនបានជេរបចោវាបណ្ដោយទៅហើយសួយវាភ្ញាក់ខ្លួនដោយសារយើងជេរបចោហ្នឹងដោយបងប្អូនមួយចំនួនដែលនៅជុំវិញទល់មុខយើងនឹងពេលខ្លះគាត់ស្ដាប់យើងមិនត្រូវយើងជេរអញ្ចឹងថាយើងជេរដោយសារចិត្តស្អប់អីអត់ទេពេលខ្លះខ្ញុំជេរនេះណាខ្ញុំជេរដល់បងប្អូនខ្ញុំទៀតបងស្រីខ្ញុំទៀតសួរថាតែខ្ញុំជេរនឹងខ្ញុំជេរដោយចិត្តស្អប់មែនទេអត់ទេលោកម្ចាស់ហើយខ្ញុំជេរព្រោះខ្ញុំស្រឡាញ់ពីព្រោះខ្ញុំខ្លាចខ្ញុំងាប់ទៅយើងមិនបានរៀបចំប្រទេសជាតិយើងនេះឲ្យបានប្រសើរមុននឹងយើងងាប់លោកពូមានខ្លួនតែមួយទេគាត់លត់ភ្លឹបគឺចប់ហើយអត់មានអ្វីទេតែយើងគ្រប់គ្នានេះរាប់មើលកូនរបស់យើងឲ្យហើយក្នុងម្នាក់មានប្រមាណខ្ញុំមាន2ហើយប្រពន្ធខ្ញុំនេះកំពុងតែចាប់ផ្ដើមបានប្រហែលជាមួយខែទេអញ្ចឹងវាចូល3ខ្ញុំវាអត់ដឹងទៅថ្ងៃអនាគតវាអាចនឹងមាន4អញ្ចឹងយើងត្រូវស្រួលជាងពូឬក៏ពូត្រូវស្រួលជាងយើងពូអត់មានពេលដេកច្រើនប្រហែលយើងទេពូមានពេលដេកតិចខ្លាំងណាស់គាត់អត់មានកូនមកគ្រាប់ផងគាត់លត់ផ្លឹកទៅចប់ហើយអ្វីដែលគាត់កំពុងធ្វើនេះគឺសម្រាប់ពួកយើងហើយពួកយើងដែលមានកូនអ្នកខ្លះនេះកូន5អ្នកខ្លះកូន6ហើយខ្ញុំអាយុ34នេះកូន3ហើយបន្តិចទៀត4 3អាមួយនឹងបានមួយខែជាងបន្តិចទៀត4ហើយអញ្ចឹងខ្ញុំអត់ត្រូវរវល់តិចជាងលោកពូទេគឺខ្ញុំត្រូវរវល់ខ្លាំងជាងលោកពូពួកយើងនៅសង្ងំដេកបាននៅសង្ងំទៅញ៉ាំស្រានៅសង្ងំទៅចូលកម្មវិធីចប់លៀងរំរែកច្រៀងកាច់ចកេះដាក់គ្នាបានតែលោកពូអត់មានទេលោកពូអត់មានទេគ្រប់ដង្ហើមចេញចូលរបស់គាត់គឺគាត់ធ្វើដើម្បីខ្មែរយើងអញ្ចឹងសូមបងប្អូនជាទីស្រឡាញ់របស់យើងដែលកំពុងតែនៅទីនេះសូមមេត្តាអាណិតដល់គាត់ផងជួយរុញផងជួយច្រានផងដំណើរយើងនេះគឺជាដំណើរដែលត្រូវឆ្ពោះទៅមុខមនុស្សដែលយើងបានចាត់ទុកថាជាមនុស្សដែលគ្មានប្រយោជន៍ហើយឈប់ចំណាយពេលជាមួយគាត់ដូចជាសនតារាដូចជាកែវវុធីដែលនៅក្នុង Facebook ហេងលក្ខណាមិនចាំបាច់ចំណាយពេលជាមួយពួកវាទេយើងចំណាយពេលបន្តិចទៅស្ទាបពីអារម្មណ៍របស់វាត្រូវហើយមិនបាច់ទេមិនបាច់ព្យាយាមទៅខមមិនឲ្យខាតពេលពួកអាមនុស្សអស់នឹងក្បាលសិតតែខ្ចល់និយាយស្ដាប់គ្នាអត់បានបញ្យល់ពីឆ្វេងវាលើអាស្ដាំមកដាក់បញ្យល់ពីអាស្ដាំវាលើអាឆ្វេងមកស្ដាប់មកដាក់
វាអត់ស្ដាប់ហេតុផលយើងទេពួកអាប្រឆាំងមាន license ពួកហ្នឹងឲ្យវាប្រកាច់ងាប់នៅជាមួយពួកអាពងកដអើយមុំហ្នឹងទៅណាសំរៀងស៊ីជាមនុស្សសំដីវិលល្ងាចហេតុអីបានប្រជាពលរដ្ឋបងប្អូនស្ដាប់មិនយល់កុហកបំវែលខ្ញុំយល់ពីលោកពូនៅឆ្នាំ2008ខ្ញុំស្ដាប់បាន3ថ្ងៃខ្ញុំយល់ដំបូងខ្ញុំស្ដាប់ប៉ះគឹមសុខាខ្ញុំថាយ៉ាអេមបាត់តែថ្ងៃមួយខ្ញុំរេតោះទៅប៉ះពូស្ដាប់បាន3ថ្ងៃដំបូងយល់ខ្ញុំថាអូនេះត្រូវហើយអញ្ចឹងខ្ញុំសិក្សាមើលសំរៀងស៊ីគឺមិនដែលមានគោលការណ៍ណាមួយដែលនិយាយហើយចាំពាក្យទេនិយាយកុហករហូតដល់សកម្មជននៅក្នុងភូមិខ្ញុំព្រៃធ្លុឃុំគណៈក្បួនខេត្តសៀមរាបហ្នឹងដល់កុហករហូតបំវិលរហូតនៅក្នុងឆ្នាំ2003ដល់ទៅកុហកតាមភូមិសកម្មជនមិនថារៀងមុំងាប់ឲ្យទៅតាណាសវងទៅណោះប៉ុន្តែដល់កុហកអូឲ្យតែសង្គ្រោះជាតិជាប់ដឹងតែឲ្យម្នាក់$1000ហ្នឹងគេខ្សឹបតាមភូមិណាដល់ពេលសំរៀងស៊ីឲ្យគោ100ក្បាលក្នុងមួយគ្រួសារដោយមកប្រកាច់យកគោ100ក្បាលមួយគ្រួសារយកទៅចិញ្ចឹមឯណាបាទហើយនឹងគឹមសុខាដែលជាមានបញ្ហានឹងរឿងស្រីបែបនេះហើយនៅគុំត្រូលគាត់កើតដែរមនុស្សប្រុសតែម្នាក់មានស្រីតែម្នាក់ក៏ចំណាយលុយច្រើនណាស់ទៅហើយអាណាចំណាយទៅលើប្រពន្ធអាណាចំណាយទៅលើស្រីចុះបើគាត់ប្រពន្ធកូនគាត់ផងហើយនឹងស្រីគាត់មកកណូតើគាត់មានពេលឯណាចែកសេចក្តីស្រឡាញ់ពិតប្រកបឲ្យទៅយើងចឹងខ្ញុំសុំដាំទៅពួកអាប្រកាច់តែប្រកាប់មុខសង្គ្រោះជាតិហ្នឹងនៅក្នុងភូមិខ្ញុំរួមទាំងបងប្អូនខ្ញុំទៀតមេតាយកអំបែងក្បាលនឹងមកពិចារណាសាឡើងវិញយកអំបែងក្បាលខ្លួនឯងនឹងមកប្រើឡើងវិញព្រោះក្បាលរបស់យើងនឹងវាជាប្រព័ន្ធចម្រោះចម្រាញ់ដើម្បីយកនៅរបស់ដើម្បីយកនៅទិន្នន័យល្អទៅប្រើបញ្ចូលមកអាណាចូលក៏បានដែរចូលមកប៉ុន្តែលទ្ធផលគឺយើងទទួលបាននៅគំនិតល្អយកមកប្រើប្រាស់បាទអរគុណនៅការយកចិត្តទុកដាក់ស្ដាប់ពីបងប្អូនទាំងអស់គ្នាជនរួមឈាមខ្ញុំពិតជាស្រឡាញ់បងប្អូនគ្រប់គ្នាអរគុណច្រើននៅវត្តមានរបស់ខ្ញុំថ្ងៃនេះអរគុណលោកគ្រូបាទសូមជម្រាបសួរបងប្អូនទាំងអស់និងសូមក្រាបថ្វាយបង្គំចំពោះដៃគុណដែលមានវត្តមាននៅក្នុងវេទិកានេះនិងសូមជម្រាបសួរលោកគ្រូផងខ្ញុំបាទឈ្មោះរុំទៅធានខ្ញុំរស់នៅក្នុងភូមិចង្កស៊ូឃុំស្រក្រាមស្រុកសៀមរាបខេត្តសៀមរាបខ្ញុំបានស្ដាប់គណៈបកសម្ព័ន្ធតាំងពីគាត់បានបង្កើតអង្គការតាំងពីឆ្នាំ2006តែដោយសារខ្ញុំនឹងមានការរៀនសូត្របានតិចតួចយើងអត់មានបទពិសោធន៍ក្នុងការយល់ពីសង្គមតែខ្ញុំមកខានចូលរួមនៅក្នុងការងាររបស់គណៈបកសម្ព័ន្ធនេះយូរឆ្នាំមកហើយដូច្នេះគណៈបកសម្ព័ន្ធឲ្យសមាជិកដែលជាសមាជិកដែលខ្លាំងគឺអាស្រ័យទៅលើគាត់មានការស្រឡាញ់ហើយគាត់ជាបុគ្គលដែលលុបផុតពីប្រយោជន៍តខ្លួនមានន័យថាយើងទាំងអស់គ្នាការគិតរបស់យើងគឺខុសពីគណៈបកសង្គ្រោះជាតិពីព្រោះយើងមើលទៅអ្នកដែលចូលរួមគ្រប់គ្រងគណៈបកសង្គ្រោះជាតិច្រើនតាមគ្នាមែនតែពួកគាត់អត់មានផ្លូវគាត់អត់មានមូលដ្ឋានក្នុងការគិតក្នុងការចូលរួមពីព្រោះគាត់ស្រឡាញ់តែប្រធានទាំងពីរតែលោកគ្រូនៅការចូលរួមនេះខ្ញុំភ័យពេកបាទសូមអរគុណលោកខ្ញុំសូមអរគុណបាទអូខេពូហើយជួយគេទេជួយសៀបបេះដូងនេះសិនលុតដុកដាក់ម្ដងថ្ងៃនេះបាទហើយឥឡូវនេះខ្ញុំបាទជាដំបូងគឺខ្ញុំបាទឈ្មោះប្រាក់ចន្ទធីមកពីប្រទេសអូស្ត្រាលីបាទហើយថ្ងៃនេះខ្ញុំសូមរៀបរាប់ពីជីវប្រវត្តិខ្លះៗបាទមុនដំបូងឡើងយើងគឺត្រូវតែរៀបរាប់ពីជីវប្រវត្តិយើងសិនថាមូលហេតុហើយបាទយើងយល់ LDP ណាពីដំបូងឡើងបាទ
សុំសម្រួលអារម្មណ៍តិចសិនបាទហើយថ្ងៃនេះប្រហែលជាអាចនិយាយយូរបន្តិចពីព្រោះថាសូមបងប្អូនកុំប្រកាន់ព្រោះខ្ញុំវានៅឆ្ងាយបាទអញ្ចឹងយើងអត់ងាយបានមកទេអញ្ចឹងនៅពេលដែលយើងបានមកអញ្ចឹងអ្វីដែលយើងចង់និយាយយើងត្រូវនិយាយអស់បាទខ្ញុំបាទដំបូងឡើយនេះគឺខ្ញុំស្ដាប់ LDP តាំងពី2008បាទហើយការស្ដាប់នេះគឺខ្ញុំស្ដាប់ដោយបានពួកម៉ាក់ខ្ញុំម្នាក់នៅអង្គុយខាងមុខនេះបាទគឺគាត់យល់មុនខ្ញុំទៀតបាទហើយគាត់បានប្រាប់ខ្ញុំថាស្ដាប់តិចទៅហ្នឹងហើយដល់ពេលខ្ញុំស្ដាប់ហ្នឹងគឺយើងគ្រាន់តែពេលយើងស្ដាប់ปุ๊បគឺយើងយល់ហើយណាតែវាយល់ទៅតាមលំដាប់យល់ទៅតាមកម្រិតរបស់វាការដែលខ្ញុំស្ដាប់នោះកាលនោះខ្ញុំនៅស្រុកខ្មែរគឺខ្ញុំនៅស្រុកសូនីគុំបាទពេលនោះការស្ដាប់យល់របស់ខ្ញុំហ្នឹងគឺគ្រាន់តែយល់ទេតែអត់មានបានយកមកចូលរួមអីនៅក្នុងចលនា LDP ទេតែបើថាបោះឆ្នោតគឺដឹងតែ LDP ហីបាទកាលនោះហើយកាលនោះគឺខ្ញុំនៅជាមនុស្សម្នាក់ដែលនៅតែពុលនឹងលោកធម៌បាទស្ដាប់យល់ហ្នឹងគឺយល់លក្ខណៈដូចខ្ញុំនិយាយថាវាតាមលំដាប់វាអត់តដល់កលឹះវាណាបាទអញ្ចឹងពេលនោះគឺខ្ញុំកើតនៅក្នុងគ្រួសារអ្នកចំនួនមួយគឺខ្ញុំមួយថ្ងៃខ្ញុំអត់ខ្វល់អីខ្ញុំគិតតែពីអូស៊ីតែខ្ញុំស្ដាប់ទៅខ្ញុំយល់ថាខ្ញុំគ្រប់គ្រងគណៈបកហ្នឹងបើថាបោះឆ្នោតគឺបោះឲ្យហើយដល់ក្រោយមកទៀតមកនៅឆ្នាំ2013អានេះខ្ញុំនិយាយកាត់សង្ខេបខ្លះក្រោយពេលដែលខ្ញុំចាក់ចេញទៅរស់នៅប្រទេសអូស្ត្រាលីពេលនោះគឺជាពេលមួយដែលខ្ញុំមានអារម្មណ៍មួយថាកណ្ដោយកណ្ដែងណាបាទគឺជីវិតរបស់ខ្ញុំហ្នឹងខ្ញុំទៅដល់ប្រទេសអូស្ត្រាលីគឺខ្ញុំអត់មានស្គាល់អ្នកណាសោះបាទអត់មានស្គាល់អ្នកណាសោះហើយមួយថ្ងៃខ្ញុំគិតតែពីធ្វើការបាទខ្ញុំគិតតែពីធ្វើការហើយការហ្នឹងនៅតែតាំងចិត្តមួយទៀតថាទៅដល់អូស្ត្រាលីក៏អត់ទៅធ្វើកាជះគេដែរក៏នៅតែអត់ធ្វើអ្នកក្រដែរត្រូវតែខំធ្វើអ្នកមានឲ្យបានអញ្ចឹងណាទៅដល់ខ្ញុំធ្វើកាជះគេបានប្រហែលជា6ខែក្រោយមកក៏ខ្ញុំបានទិញហាងមួយខ្ញុំធ្វើជាលក្ខណៈថាខ្ញុំធ្វើជា own business ខ្លួនឯងមួយនៅទីនោះហើយពេលនោះហើយនៅពេលមួយគឺសេដ្ឋកិច្ចហាងរបស់ខ្ញុំនឹងវារៀងធ្លាក់បន្តិចទៅខ្ញុំស្ដាប់ LDP ខ្ញុំចេះស្ដាប់រាល់ថ្ងៃដែរដល់ពេលនោះហាងខ្ញុំវារៀងធ្លាក់បន្តិចហ្នឹងខ្ញុំមួយថ្ងៃខ្ញុំត្រូវចំណាយពេល3ម៉ោងដើម្បីរៀបចំធ្វើការតែម្នាក់ឯងខ្ញុំកាត់បន្ថយបុគ្គលិកណាហើយនៅពេលនោះខ្ញុំស្ដាប់ជារៀងរាល់ថ្ងៃ3ម៉ោងជារៀងរាល់ព្រឹកបាទខ្ញុំស្ដាប់រហូតបានប្រហែលជា2ខែពេលនោះ3ម៉ោងជារៀងរាល់ព្រឹកនោះខ្ញុំស្ដាប់ចំមួយគឺជាចំណុចមួយដែលខ្ញុំត្រូវតែងើបហើយសូម្បីតែជីវិតខ្ញុំក៏ខ្ញុំហ៊ានលះបង់ដើម្បីចលនាហ្នឹងដែរបាទគឺខ្ញុំស្ដាប់ចំពីបុព្វប្រហែលជីវិតបាទបុព្វប្រហែលជីវិតមួយរស់ដល់ត្រឹមត្រូវគឺនៅពេលដែលខ្ញុំស្ដាប់ចំអាហ្នឹងពឹកពីមុនខ្ញុំពុលនឹងលុយខ្ញុំគិតថាជោគជ័យជីវិតដ៏សំខាន់បំផុតធ្វើម៉េចឲ្យមានលុយច្រើនបាទតែនៅក្រោយពេលដែលខ្ញុំស្ដាប់អាហ្នឹងចំពឹកខ្ញុំថាជោគជ័យបុព្វហេតុជីវិតដ៏ត្រឹមត្រូវគឺជាបុព្វហេតុមួយដែលយើងរកឃើញផ្លូវជីវិតដំណើរដ៏ត្រឹមត្រូវហ្នឹងគឺយើងធ្វើជាទីពឹងដល់អ្នកដទៃបាទនៅក្រោយពេលនោះមកគឺខ្ញុំមានអារម្មណ៍មួយថាពេលដែលខ្ញុំទៅនៅនឹងហើយណាបើយើងកលេចពីមើលពីជីវភាពខ្លួនឯងវិញជីវិតខ្លួនឯងវិញរស់នៅទីនោះធ្វើការតែ5ថ្ងៃទុក2ថ្ងៃដើរលេងមានឡានជិះមានផ្ទះនៅដូចសុបាយតែដល់ពេលក្រោយពេលដែលយើងយល់អាហ្នឹងមកយើងមានអារម្មណ៍មួយថាបើធ្វើអញ្ចឹងមនីសកាយើងប្រាប់ថាដូចមិនគួរធ្វើអញ្ចឹងទេហើយអ្វីដែលខ្ញុំចង់និយាយនេះគឺខ្ញុំចង់រៀបរាប់ហ្នឹងគឺខ្ញុំចង់ឲ្យបទពិសោធន៍មួយហ្នឹងទៅដល់បងប្អូនដែលរស់នៅក្រៅប្រទេសបាទដើម្បីឲ្យពួកគាត់ហ្នឹងបានក្រោកឈរហើយពាល់ឲ្យត្រូវពីអារម្មណ៍មួយដែលខ្ញុំកំពុងតែត្រូវហ្នឹងបើសិនជាអ្នកត្រូវគឺវាមានអារម្មណ៍មួយថាវាសុបាយក្នុងការធ្វើការងារហ្នឹងណាបាទនៅពេលដែលខ្ញុំពាល់ពីត្រូវអារម្មណ៍ហ្នឹងទៅគឺមានអារម្មណ៍មួយថាគឺយើងដាច់អស់ហ្មងបាទយើងដាច់អស់ហើយខ្ញុំមានអារម្មណ៍មួយថាអាណិតជាតិសាសមួយហ្នឹងណាបាទអាណិតជាតិសាសមួយហ្នឹងគឺយើងត្រូវតែកោតឈរឡើងបាទហើយខំតស៊ូដើម្បីការងារហ្នឹងបាទវាភ័យតិចហើយដល់ពេលក្រោយពេលហ្នឹងមកគឺខ្ញុំបានស្ដាប់អាហ្នឹងហើយខ្ញុំក៏បានចេះតែខលទៅលោកពូបាទខ្ញុំខលទៅលោកពូហើយខ្ញុំរៀបរាប់ពីអារម្មណ៍អស់ហ្នឹងហើយខ្ញុំស្វែងយល់ទៅខ្ញុំយល់ថាប្រទេសមួយហ្នឹងបើសិនជាយើងមិននាំគ្នាចូលរួមទេគឺវាពិបាកក្នុងការលក្ខណៈថាបើយើងមិនចូលរួមទាំងអស់គ្នាទេតើអ្នកណាគេធ្វើឲ្យយើងបាទដល់តែពេលអញ្ចឹងទៅគឺដោយសារតែខ្ញុំមានឈាមជឿខ្មែរហ្នឹងគឺធ្វើឲ្យខ្ញុំត្រូវតែក្រោកឈរឡើងហើយក៏កែនបាក់ពួកនៅក្រៅប្រទេសហ្នឹងទាំងអាមេរិកកាណាដាអីចឹងយើងចេះតែស្វែងរកគ្នាគេមាននៅនឹងស្រាប់ទៅយើងប្រមូលនៅខាងអូស្ត្រាលីយើងទៅយើងបង្កើតបណ្ដាញហ្នឹងហើយយើងធ្វើចលនាហ្នឹងបាទហើយដល់ពេលអញ្ចឹងមកទៀតមកក្រោយមកទៀតមកគឺ
យើងភ័យតិចដល់ពេលភ័យអញ្ចឹងទៅមានអារម្មណ៍មួយថាសុំទោសផងណាបើសិនជាខ្ញុំនិយាយទៅវារៀងរអាក់រអួលបាទដល់ទៅពេលក្រោយមកទៀតមកគឺមុននឹងគិតឃើញអស់ហើយតែដល់ពេលឡើងមកនិយាយមានអារម្មណ៍មួយថាដូចហ្នឹងហើយឥឡូវខ្ញុំនិយាយកាត់ដល់ហើយកុំឲ្យនេះកន្លែងហ្នឹងទៀតឥឡូវតពីរឿងដល់មករឿងការយល់ LDP ហ្នឹងនៅក្នុងរង្វង់គ្រួសាររបស់ខ្ញុំវិញចំពោះគ្រួសាររបស់ខ្ញុំគឺគាត់អត់មានអ្នកណាមួយយល់ពី LDP ទេហើយមួយគាត់គឺជាអ្នកជំនួយបាទដល់ពេលអញ្ចឹងគាត់អត់មានខ្វល់អីទេគាត់គិតតែពីរឿងថាការងាររស់ស៊ីរបស់គាត់ធ្វើម៉េចរស់ស៊ីឲ្យមានបានហើយចំពោះគាត់តែងតែបដៅខ្ញុំថាមិនបាច់ឲ្យខ្វាយខ្វល់ពីសង្គមខ្មែរច្រើនពេកទេហើយចំពោះខ្ញុំជាមនុស្សម្នាក់ដែលយល់កលៈទេសៈណាពេលខ្លះយើងដឹងថាអ្វីដែលយើងអាចគួរនិយាយបានយើងនិយាយបើស្អីយើងនិយាយទៅយើងមានទំនាស់នៅក្នុងគ្រួសារយើងឆ្លោះគ្នាមួយគាត់យើងអត់និយាយទេក៏ប៉ុន្តែក្រោយពេលដែលយើងពេលខ្លះដែលយើងគិតថាអូពេលនេះយើងអាចនិយាយបានគឺយើងនឹងនិយាយជាមួយគាត់នៅអ្វីដែលយើងចង់និយាយនឹងរៀបរាប់ប្រាប់គាត់ថាការយល់ LDP នឹងវាចេះមួយចុះពីរដូចជាបងប្រុសបាទដូចជាបងប្រុសម្នាក់ដែលគាត់រស់នៅប្រទេសអូស្ត្រាលីនោះគឺគាត់បានយល់ LDP ក្រោយពេលដែលគាត់បានស្ដាប់វេទិកានៅកូរ៉េគឺធ្វើឲ្យគាត់មានអារម្មណ៍មួយថានិយាយអត់ស្បានល្អហ្នឹងហើយឥឡូវខ្ញុំប្រហែលជាសុំបញ្ចប់អារម្មណ៍ប៉ុណ្្នឹងចុះព្រោះវាមានអារម្មណ៍មួយថាភ័យហើយណាមួយយើងអត់ដែលបានឡើងនិយាយអញ្ចឹងណានិយាយតាម Facebook ដូចទៅរលូនហ្មងតែដល់ពេលនិយាយចេះមានអារម្មណ៍មួយថាដល់ពេលឡើងសមរភូមិផ្ទាល់មានអារម្មណ៍មួយថាដាក់រដប់ហ្នឹងហើយអញ្ចឹងសូមអភ័យទោសផងបាទអរគុណច្រើនខ្ញុំកាលណាខ្ញុំសូមស្វាគមន៍គុណចាស់ដែលបានគង់ជីវិតតែមានក្នុងវេទិកានេះជាគីសរុបការៈបាទសូមគោរពលោកខណ្ឌវាសនាដែលជាប្រមុខបកជាទីគោរពហើយក៏សូមគោរពបងប្អូនជនរួមជាតិទាំងអស់ជាទីគោរពនិងជាទីរាប់អានខ្ញុំបាទឈ្មោះឌឺខឿបាទឡើងមកលើកនេះជាលើកទី2ឡើងលើកទី1និយាយពីការអស់មន្ទិលសង្ស័យឡើងមកលើកនេះចង់និយាយអំពីសង្គមបន្តិចបាទបងប្អូនសង្គមខ្មែរអ្នកដឹកនាំសង្គមខ្មែរតាមដែលខ្ញុំស្គាល់មកមិនតាន់ឃើញអ្នកណាមួយដែលអត់កុហកប្រជាជនណាយើងហៅថាប្រជាជនយើងហៅថាកូនចៅកាលពីអតីតកាលខ្ញុំបាទកើតនៅឆ្នាំ1964បើអញ្ចឹងរឿងរ៉ាវដែលចំណន់ខ្ញុំកើតនេះខ្ញុំអត់ដឹងថាយ៉ាងម៉េចទេតែដឹងតាមរយៈម៉ែឪអ៊ំមីមេយាយតាគាត់ប្រាប់ថាចៅលោកអញ្ចឹងខ្ញុំមិននិយាយឈ្មោះទេខ្ញុំនិយាយថាពេលលោកធ្វើដំណើរទៅណាទៅខេត្តណាមេឃភ្លៀងមេឃអលឹមអញ្ចឹងអ្នកមានប៉ុនអញ្ចឹងអ្នកមានប៉ុនអាហ្នឹងខ្ញុំអត់ដឹងទេដល់ពេលធំហើយមិនដឹងថាតាអញយាយអញគាត់ជឿថាអ្នកមានប៉ុនអញ្ចឹងហើយខ្ញុំចាប់ទុកថាពាក្យនេះជាពាក្យកុហកទេតាមពិតណាមុននឹងទៅណាសិតអូតូនិយមគេទាយឲ្យហើយបើអញ្ចឹងត្រង់នេះបាទខ្ញុំចង់និយាយថាអ្នកដឹកនាំខ្មែរយើងមិនតន់រកឃើញអ្នកស្មោះត្រង់ជាមួយប្រជាជនជាមួយកូនចៅទេបាទបន្ទាប់មកទៀតលោកអំពតគាត់និយាយកាលហ្នឹងខ្ញុំអាយុ11ឆ្នាំ17មេសា1975អញ្ចឹងអាយុបាន11ឆ្នាំគេបំបែកចេញពីម៉ែឪទៅយើងទៅចូលនៅក្នុងមន្ទីរអញ្ចឹងពេលប្រជុំម្ដងណាមិនមែនអំពតតលទេមិនដែលបានឃើញមុខគាត់ទេប៉ុន្តែគេយកទ្រឹស្ដីមកថាជ័យយោកម្ពុជាប្រជាធិបតេយ្យមហាលោតផ្លោះមហាអស្ចារ្យដ៏រុងរឿងយើងជ័យយោកុហកទៀតអញ្ចឹងហើយបានថាអ្នកដឹកនាំមិនតាន់រកឃើញអ្នកអត់កុហកឃើញតែអ្នកកុហក
បន្ទាប់មកទៀតចាប់ពីឆ្នាំ1979ក្រោយថ្ងៃ7មករាមករស់នៅទៅរហូតដល់ឥឡូវទៅឃើញតែគេកុហកទៀតទៅហើយពាក្យមកល្បះនោះខ្ញុំធ្លាប់ស្ដាប់នោះវាញឹកញាប់ណាស់ហើយមិនមែនតែខ្ញុំទេសូម្បីតែបងប្អូនក៏ធ្លាប់ស្ដាប់ដែរពាក្យហ្នឹងប៉ុន្តែខ្ញុំវាដូចជាវាអត់មានទុះសំណើចនៅថ្ងៃមួយដែលខ្ញុំស្ដាប់ចំពេលកំពុងតែខ្ញុំហូបបាយគេផ្សាយក្នុងទូរទស្សន៍ក្តីវិទ្យុក្តីគេថាទីណាមានទុក្ខលំបាករបស់ប្រជាជនទីនោះគឺជាទុក្ខលំបាករបស់សម្ដេចអតិព្រឹទ្ធបណ្ឌិតលោកមិនដឹងសតិព្រឹទ្ធបណ្ឌិតគាត់លំបាកប៉ុណ្ណានឹងខ្ញុំចាត់ទុកទៀតខ្ញុំចាត់ទុកថាកុហកទៀតបងប្អូនត្រូវសម័យបន្តិចមើលស្មើនេះល្ងាចជាងនេះថ្ងៃគង់មាត់ព្រៃពេលយប់មានប្រជាជនប្រមាណគ្រួសារដែលរស់នៅក្នុងគំនរសម្រាមនៅស្ទឹងមានជ័យពីអតីតឥឡូវផ្លាស់គំនរចាក់សារាមមកនៅខណ្ឌលង្កោបងប្អូនណាគ្របតង់ប្រហែលជា20គ្រួសារជាងគ្របតង់បាំងអាកដាស់កេះហ្នឹងចាំតាឡានចូលមកហើយនាំគ្នាទៅឆ្កឹះកកាយហើយអញ្ចឹងបានខ្ញុំចង់ថាចោះអ្នកដែលទុកទាំងអស់ហ្នឹងជាទុករបស់សម្ដេចដែរអត់សម្ដេចក៏ទុកប៉ុណ្ណឹងដែរអត់អាហ្នឹងខ្ញុំចង់និយាយអញ្ចឹងថាអ្នកដឹកនាំមិនតាន់រកឃើញអ្នកពិតមួយបាទដល់អញ្ចឹងយើងត្រូវពិចារណាហើយពេលហ្នឹងដដែលនិយាយតែដដែលយើងមិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយការអត់បាយដល់ពេលថ្មីនេះយើងមិនត្រូវទុកឲ្យប្រជាជនណាម្នាក់ស្លាប់ដោយការអត់ទឹកតើមានគណៈបកណាខ្លះចាំមើលមានគណៈបកណាខ្លះដែលជួយយកទឹកទៅឲ្យទៅឲ្យបងប្អូនប្រជាពលរដ្ឋណែតើគណៈបកណាខ្លះដែលកាន់រដ្ឋាភិបាលអត់និយាយទៅនិយាយគណៈបកចុះគណៈបកលោកខឹមទេសនាដែលបានយកទឹកឲ្យប្រជាពលរដ្ឋដែរអត់ទេព្រោះមិនមានលទ្ធភាពជាអ្នកកាន់រដ្ឋាភិបាលបើអញ្ចឹងហើយរដ្ឋាភិបាលត្រូវតែធ្វើជាតួនាទីជាកាតព្វកិច្ចហើយបើធ្វើឲ្យស្រែកថាអូយខ្ញុំនៅណាស់ខ្ញុំលំបាកណាស់ចុះវាខ្វះអីអ្នកស្នងស្រែកថានៅស្រែកថាលំបាកតែមិនព្រមបដូរវេនអាហ្នឹងជាចំណុចមួយដែលយើងត្រូវគិតពិចារណាបាទហើយសប្តាហ៍ថ្ងៃនេះខ្មែរយើងចែកចេញជាពីរគេហៅថាពីរស្តង់ដាយើងនិយាយស្តង់ដាចុះមិនមែនពាក្យខ្មែរស្តង់ដាទី1អ្នកក្រទី2អ្នកមានបងប្អូនចាំចំណាំមើលទៅធម្មតាអ្នកក្រទៅកាត់ក្តីមិនដែលបានឈ្នះទេទោះបីថាអ្នកនឹងត្រូវ 100% ក៏មិនឈ្នះដែរបើអញ្ចឹងអ្នកមានគេឈ្នះបងប្អូនអាចចាំបានហើយនៅឆ្នាំណាមួយលោកផៃស៊ីផានណាគាត់ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលគាត់ថាមានលុយគឺមានយុត្តិធម៌ត្រង់ហ្នឹងតែអាហ្នឹងយើងអាចនិយាយបាននៅក្នុងស្រុកខ្មែរទេស្រុកខ្មែរពិតណាស់មានលុយគឺមានយុត្តិធម៌ទោះបីយើងខុសក៏យុត្តិធម៌រកឲ្យយើងឃើញនៅក្នុងពេលដែលយើងមានលុយដែរតែបើយើងយកទៅប្រៀបធៀបជាមួយប្រទេសគេដទៃវាអត់អាចទេអ្នកមានលុយប៉ុណ្ណាក៏ដោយបើអ្នកខូចគឺខុសហើយបាទនឹងលោកថៃស៊ីផានពាក្យនេះជាពាក្យពិតរបស់គាត់តែថ្ងៃក្រោយមកគាត់កែប្រែយ៉ាងម៉េចអានឹងជារឿងគាត់ឡើគូតគាត់ទេអានឹងខ្ញុំមិនដឹងទេបាទទី1ទី2ទៀតសូម្បីថាផ្នែកខាងពុទ្ធចក្រក៏ចែកចេញជាពីរដែរបើអញ្ចឹងអាណាចក្រក៏ចែកចេញជាពីរអ្នកមានអ្នកក្រពុទ្ធចក្រចែកចេញជាពីរអ្នកមានអ្នកក្រទៀតអ្នកក្រធ្វើបន់នៅស្រុកខ្មែរអ្នកមានតិចធ្វើតិចអ្នកមានច្រើនធ្វើច្រើន
តែបើអ្នកមានច្រើនញាតិញោមអើយទៅធ្វើបុណ្យនៅស្រុកកំណើតព្រះបានបុណ្យកុសលណាញាតិញោមបើអញ្ចឹងបុណ្យនៅស្រុកព្រះសំដៅបានតែអ្នកមានអ្នកក្រទៅអត់រួចអញ្ចឹងចង់និយាយថាបុណ្យនេះមិនមែនកើតពីចិត្តទេបុណ្យនេះកើតពីប្រាក់វាប្រះចាដូចលោកខំវាសនាលោកបានជម្រាបជាញយអានឹងវាប្រះចាអ្នកធ្វើបុណ្យនៅប្រទេសឥណ្ឌាទៅស្រុកកំណើតព្រះញាតិញោមបានបុណ្យកុសលច្រើនណាស់អានឹងយើងស្ដាប់ទៅយើងបានគិតយើងជឿតែតាមពិតវាមិនមែនទេបើយើងនៅស្រុកខ្មែរក៏យើងធ្វើបុណ្យបានច្រើនដូចគ្នាវាអាស្រ័យទៅលើចិត្តតែដល់ពេលអ្នកឃោសនាគាត់និយាយអញ្ចឹងយើងវាអត់មានពេលអីទៅឲ្យគាត់មកបកស្រាយហើយបើសិនជាយើងមានពេលឲ្យគាត់បកស្រាយក៏គាត់មិនមកណាខ្ញុំនិយាយថាអញ្ចឹងទៅចុះបាទគាត់មិនមកទេអញ្ចឹងហើយសង្គមខ្មែរតាំងពីខ្ញុំកើតមកដោយខ្ញុំឡើងនៅវេទិកាខែមុនខ្ញុំបានប្រាប់ម្ដងហើយខ្ញុំថាខ្ញុំ5អាណត្តិតទៅខ្ញុំបោះឆ្នោតបានតែម្ដងគាត់នៅឆ្នាំ1993បោះឆ្នោតភ្លុកទឹកភ្លុកដីដោយគ្មានហេតុផលទាំងអស់អាងពូជអាងបោទៅដល់លទ្ធផលបានហើយតែវាអត់ដូចចិត្តដែលយើងគ្រោងទុកបាទអញ្ចឹងហើយអាណត្តិទី2អាណត្តិទី3អាណត្តិទី4អាណត្តិទី5ខ្ញុំទៅវេទិកាគ្រប់គណៈបកតែវារោថាទុកចិត្តមិនកើតដល់អញ្ចឹងទៅខ្ញុំតាំងចិត្តថាខ្ញុំមិនបោះទេព្រោះកាលណាតែខ្ញុំបោះដូចខ្ញុំនឹងចូលរួមឲ្យប្រទេសនឹងអាលាយដែរខ្ញុំសុខចិត្តរស់នៅជាបញ្ញាក្អែកមិនបានថាបញ្ញាក្អែកព្រោះអ្នកមិនបោះឆ្នោតខ្ញុំមិនបោះឆ្នោតអញ្ចឹងខ្ញុំអត់បានរើសមេដឹកនាំទេអញ្ចឹង5អាណត្តិបាទអញ្ចឹងហើយបានលើកនេះបងប្អូនសុំកុំធ្វើឲ្យប្រជាជនយើងចោតគណៈបកសម្ព័ន្ធដោយកាលពីគ្រាដើមខ្ញុំថាអាណាក៏ដូចអាណាបាទតែលោកខេមវាសនាថាបើឯងដឹងថាអាណាដោយអាណាចុះកបិតនឹងបថៅឯងយកមកប្រើអញ្ចឹងទៅបានខ្ញុំដឹងថាអញ្ចឹងខ្ញុំរើសយកកបិតបថៅហើយបាទអញ្ចឹងហើយបើសិនជាក្នុងពេលនេះគណៈបកនេះធ្វើឲ្យប្រជាជនមិនទុកចិត្តទៀតបងប្អូនអើយអស់ហើយមិនដឹងតើទៅផ្លូវណាទេអស់ផ្លូវដែរបើអញ្ចឹងយើងត្រូវចូលរួមបាទអញ្ចឹងចំណាប់អារម្មណ៍របស់ខ្ញុំនឹងមានតែប៉ុណ្្នឹងឯងសូមសូមចប់បាទខ្ញុំឈ្មោះផុនរ៉ាំបូជាដំបូងសូមស្វាគមន៍ចំពោះព្រះសង្ឃនិងសូមគោរពពូដែលជាប្រមុខចលនាអលទីបងនិងសូមគោរពបងប្អូននៃមហាគ្រួសារទាំងអស់សូមពាក្យឲ្យមានភាពណាបាទអញ្ចឹងខ្ញុំជាចាប់ដើមខ្ញុំចង់និយាយរឿងមួយបងប្អូននិយាយរឿងភាពល្ងងខ្លៅអញ្ចឹងដាក់ចំណងជើងវាថាល្ងងមួយម៉ាត់ហ្នឹងអញ្ចឹងល្ងងហ្នឹងក្នុងវេទិកាហ្នឹងមានមនុស្សល្ងងមួយបងប្អូនបើថាសម្ដៅបងប្អូនខ្ញុំនិយាយរឿងផ្សេងណាមានមនុស្សល្ងងមួយគាត់ចង់ឡើងនិយាយលើចឹងឯងគាត់ចង់ឡើងមកនិយាយគណៈអារម្មណ៍អញ្ចឹងណាក៏ប៉ុន្តែគាត់ភ័យខ្លាំងណាស់អត់មានភាពក្លាហានក្នុងការឡើងនិយាយទេដល់អញ្ចឹងគាត់សួរអ្នកធ្លាប់ឡើងនិយាយគាត់ថាបងខ្ញុំចង់ឡើងនិយាយមិនខ្ញុំជាភ័យអញ្ចឹងធ្វើមិនទៅតើអ្នកធ្លាប់និយាយធ្លាប់ឡើងគាត់ប្រាប់ថាអញ្ចឹងការឡើងដំបូងវាភ័យចឹងឯងឡើងយូរទៅវាលែងភ័យហើយបើអាមនុស្សល្ងងហ្នឹងវានៅតែតទៀតខ្ញុំវាខ្វះភាពក្លាហានលើដំបូងណាធ្វើយ៉ាងណាក៏នៅតែភ័យដល់អញ្ចឹងអ្នកដែលធ្លាប់ឡើងហ្នឹងគាត់ដល់100ទៀតគាត់ថាឥឡូវចេះបើចង់ឲ្យបាត់ភ័យពេលបងឯងឡើងដល់លើហ្នឹងបងឯងមើលតអ្នកទាំងអស់គ្នាថាមិនមែនជាមនុស្សទេសត្វសត្វទាំងអស់ឲ្យយល់ក្នុងចិត្តអញ្ចឹងណាឲ្យគិតក្នុងចិត្តថានេះសត្វទេមិនមែនមនុស្សទេអញ្ចឹងយើងលេចភ័យហើយបងប្អូនហើយស្រុកខ្ញុំយ៉ាងគេហ្នឹងហើយដល់ពេលសត្វតាគាត់ចាប់ដើមចេញធ្វើការបងប្អូននេះគេថាមនុស្សល្ងងស្ទាបស្ទង់អត់ដឹងទេបងស្ទង់អត់ដឹងទេហ្នឹងបងយើងនិយាយបញ្យល់នឹងសពបែបយ៉ាងគឺមើលទៅថាល្មមទៅយល់បានណាដល់ពេលកន្លងមកដល់លើដឹងបងប្អូននឹងចាប់ដើមនិយាយថាម៉េចទេបង
ก็ថាណែអ្នកទាំងអស់គ្នាហ្នឹងសិតសឹងមិនមែនជាមនុស្សទេសិតសឹងអាសត្វទាំងអស់ហើយចប់ហ្នឹងទៅគាត់ចាប់បានអាពាក្យត្រង់ហ្នឹងបងប្អូនយើងយល់ថាបងឲ្យចង់និយាយអីក៏និយាយទៅក៏ប៉ុន្តែដាក់ក្នុងចិត្តណាយល់ថាអ្នកចូលរួមហ្នឹងសិតតែមិនមែនមនុស្សទេសិតសឹងតែសត្វហើយស្ដាប់ពាក្យយើងអត់បានបងប្អូនគាត់ឡើងទៅដល់គាត់ថាណែបងប្អូនឯងមិនមែនជាមនុស្សទេសត្វទាំងអស់ហើយក៏ចប់ទៅចឹងថាចឹងមិនឲ្យខ្ញុំនិយាយរឿងនេះខ្ញុំចង់លើករឿងជាប្រវត្តិខ្មែរអញ្ចឹងបងប្អូនខ្ញុំតាំងយល់ LP មកប្រហែលក្នុង2010 2000អីដែរខ្ញុំយល់ប៉ុន្តែមិនទៅជាសកម្មហ្មងទេប៉ុន្តែគាត់ថាចាប់ពីខ្ញុំចាប់ដើមស្ដាប់រឿងយល់ខ្ញុំចាក់សលេងបងប្អូនបាសខ្ញុំមួយលើផ្ទះខ្ញុំហ្នឹងផ្ទះគោលរ៉ូតនេះខ្ពស់ប្រន់បាដែរនិយាយតែចាក់មួយថ្ងៃទិញផុតក៏1ម៉ោងទេហើយមិនដែលឲ្យដាច់ទេមួយទឹកតមួយទឹកជួនណាអាចលងឡានទៅចាក់ថាម៉ែចាក់ចុះចាក់ឡើងមួយខែតមួយខែមួយឆ្នាំតមួយឆ្នាំដល់ពេលសួរគាត់អីគេខំLP ហ្នឹងអាយ៉ងមែនណាថាចាក់មានពធមាននិយាយសលេងពីដើមអីគាត់ចាប់បានតែឡើង LP ហ្នឹងអាយ៉ងមែនណាដោយសារអីដោយសារពួកមានអាអ្នកដើរផ្ទះទឹកហ្នឹងគេនិយាយតែម៉ាត់គេថា LP យើងអាយ៉ងពួកគាត់ចាប់ពាក្យហ្នឹងបានបិទអស់លេងឈឹងហ្មងចឹងឲ្យយើងបញ្យល់អីម៉ាស្ដាប់គាត់ស្ដាប់អត់ចូលក៏សួរថាយើងហ្នឹងអាយ៉ងមែននេះជាប្រវត្តិខ្មែរយើងបាទចឹងមួយវិញទៀតខ្ញុំនិយាយទៅកាន់បងប្អូនអ្នកដែលយក LP ហើយក្នុងតំបន់ឬក៏ក្នុងសហគមន៍ណាដែលអត់ទាន់បានរៀបចំក្រុមសហគមន៍ខ្ញុំចង់ប្រាប់បងប្អូនថាយើងកុំខ្លាចអីបងប្អូនរៀបទៅធ្វើទៅវាគ្មានអីអស្ចារ្យទេពួកអាមេឃុំមេភូមិសក់ថ្ងៃបងប្អូនណាមេឃុំមេអីហ្នឹងទៅជួបគ្នាទៅនិយាយរឿងអីបងប្អូនពេលគាត់ជួបគ្នាគាត់និយាយអាម៉ែរោបានណាខែហ្នឹងមកបើថាប៉ូលីសវិញក៏សួរគ្នាកន្លែងតាណាស៊ីបានតាណាស៊ីបានប៉ុណ្ណឹងអញ្ចឹងបើពេទ្យអស់ខំពេទ្យណាបងប្អូនពេទ្យសួរថាមិនខែហ្នឹងសបោអ្នកជំងឺអត់វាទៅអញ្ចឹងណាវាអត់មានរោអ្នកឃើញអ្នកណាដែលចង់ជួយពិតប្រាកដណាបងប្អូនអញ្ចឹងបានថាយើងអត់មានអីត្រូវខ្លាចទេបងប្អូន LP យើងយល់ហើយយើងចេញធ្វើទៅហើយបើមើលតែលើធំវិញបងប្អូនយើងមើលអាមដិតធំដិតអីដិតសុកទូចអាទុកធំក្បាញ់រឹបយកដើមណា Facebook មួយបងប្អូនសេអសតែ2ផ្ទាត់តែដែរស៊ីត្រូវអសខ្ញុំមិនដែលចង់ចាប់អក្ខរាវិរុទ្ធទេតែដូចម៉ែវាសេអស2ផ្ទាត់ខុសរហូតសេដងណាក៏ខុសដងណាខុសហើយមានអ្នកខមមិនមកបងអើយទៅប្រកាន់អីគាត់អក្ខរាវិរុទ្ធអញមិនប្រកាន់អក្ខរាវិរុទ្ធតែអាហ្នឹងឃើញឡើងមកដងណាក៏មិនដែលត្រូវណាម្ដងនយោបាយសេនយោបានហើយអាសូរអត្តន័យជ្រៅបងប្អូនហើយស្អីគេអ្នកនយោបាយចេះស្រឡាញ់ធម្មជាតិហើយអ្នកនយោបាយក៏ចេះបំផ្លាញធម្មជាតិដែរងាប់ហើយមួយណាក៏ដូចមួយណាចេញដងណាក៏តែចឹងបងប្អូនអាហ្នឹងបណ្ឌិតសុកទូចទុកធំហើយដល់ពេលបណ្ឌិតអីគេឧរៈខ្ញុំចាប់រឿងអក្ខរាវិរុទ្ធមួយដែរបងប្អូនទៅសេប្រហែលជា10បន្ទាត់ខុស8ទៅ10អក្សរខ្ញុំអង្គុយរាប់មើលអង្គុយគូទៀតហ្នឹងគូហើយចែកចាយក្នុង Facebook ទៀតអាហ្នឹងថាអត់ចង់ចាក់អក្ខរាវិរុទ្ធទេក៏តែដល់ពេលអត្តន័យបងប្អូនហើយគាត់ថាណែបងប្អូនមួយចំនួនណារាល់ថ្ងៃហ្នឹងថាខ្ញុំមកក្រុមថាខ្ញុំអាយ៉ងយួនលក់ក្បាលអត់សេថាអាយ៉ងយួនលក់ក្បាលគាត់ថាអាយ៉ងយួនលក់ច្បាល់សេអសតែច្បាល់អញ្ចឹងហើយមកក្រុមទៀតថាខ្ញុំហ្នឹងខាងអ្នកប្រឆាំងហ្នឹងគាត់ថាណាគាត់មកថាប្រទេសចិត្តខ្ញុំនៅដដែលខ្ញុំនៅតែចង់បាននេះចង់បានដូចគូនិយាយមិញខ្ញុំនៅតែចង់បានអ្នកនយោបាយនិយាយទល់មុខគ្នារោស្នេហាជាតិយកជាតិជាធំដល់អណ្ឌិតធំមួយទៀតនិយាយអស់មិញអណ្ឌិតឧបរៈដល់តែគាត់បន្ទាប់ពីគាត់និយាយហ្នឹងមិនទាន់ឡងបានមួយថ្ងៃផងគាត់ទៅនិយាយចោតគណៈបព្វជិជនថារៀបចំរឿងគំសខារឿងអីហ្នឹងបងប្អូនណាបងប្អូនត្រូវដឹងជាប្រវត្តិខ្មែរយើងពាក្យរបស់ពួកបណ្ឌិតមានឥទ្ធិពលណាសម្រាប់មនុស្សល្ងងមានប៉ះណាប៉ះតែពួកពូខ្ញុំពូបកើតពូហ្នឹងឆ្លោះគ្នាគាត់ទៅថាប្រកែកគ្នារឿងគំសខាមានស្រីមានញីហ្នឹងយើងបើកពីមុខមាត់ពុតរបស់គំសខាគាត់ថាឯងធ្វើតការទៅឲ្យតផលអីអាហ្នឹងគណៈបព្វជិជនរៀបចំតើគាត់ថាយើងអញ្ចឹងឥឡូវចាប់គាត់សួរម្ដងចាប់ពូសួរឥឡូវពូឯងថាគណៈបព្វរៀបចំគណៈបព្វជិជនរៀបចំឥឡូវថាឥឡូវចុះគំសខាក៏អន់មែនពូខ្ញុំសួរគាត់ណាគំសខាមិនអន់មែនឲ្យគេរៀបចំបានមានតែគំសខានឹងទូថ្លៃដែរដល់ពេលគាត់រកឲ្យឆ្លើយមិននឹងគេថាមិនដែរមើលសំបីតើឯថាមិនសម័យបណ្ឌិតក៏គេនិយាយចឹងណាសួរបណ្ឌិតណាពូឧវិរៈងាប់
ủ rẽ nó cùng phây luôn nó ngay chặt giấy tích tiết giấy plot nó tích tiết thì chặt đã cục rồi chẳng á chẳng muối tiết đất thông thông xong giấy tinh tích đâu đất cái cam lây không còn mây mây đằng sau manh này tôi nã bao cốt có tha mấy không còn có tha bong bóng là được plug đô xuống lấy bong bóng lâu bong bóng từ ngóc này chứ và cả Facebook mà nè mùi máu hình cúi chăm chích like chích comment chích share bịa tha plug đồ thơ bị to lâu nó đau bắt nào tới dương trụ chơi bong bóng thì mơ bong bóng này ta căn tung chi đựng no mà ná nó gì tập phía xa vậy chứ hay quan sản đất thông thống á chẳng bàn thai dương alipi dương tôi tạm mình miên cũng rất bắp thô quốc từ còn miên ca do đăng và phân ná coi dương mình đau nặng dây sút đi quả lọc nó đấy bóng bóng miên ấy rất khai quả nắng đấy dây chân món tấm hay bài trăm của nó nhom dây muốn nó dây cuộn nó là ngón á bóng bóng còn là ngón có tung đăng cả alipi dương o mê này có đăng là khơi nhà nó cờ nặng tạm cơ chiết thống có đăng là tàu được bởi trăm của khôi bên bóng bóng này bạc này cho ra này của khôi bạc pi rừng xong lợi vô pi rừng còn cho tham mấy đấy mơ khơi alipi dương này để đến studio chập đăng đang miền ca mà nước chảy trà này á chẳng chẳng liệp coi rồi là ai thì chưa ấy của mẫu ái nữa của mẫu ái nó tơi ra rồi nè là tới nha là chặt xù một tiền cho mấy bạn mọi ai tha quật tới cho em khơi quật ở dụng man ha chiêng ấy mặt phim ăn men hiên vô của quân giới đấy ta quật vô của quân tới ăn côn cái tha quật mặt phim em khơi tới quật tới ấy cái thà vậy lâu ấy chặt quật thà rừng quật vô của quân quật tới ấy lâu chạy xù ai bình anh thà ấy cho của mũ anh thật tới á cho đâu còn ta cùng cho ta quật mà nè không cho na nó miền nước cháo nè chắc ngày choពួកបងប្អូនអញពួកអើពលលិភីទាំងអស់អាណាមានប្រពន្ធចោតតែខ្ទើទាំងអស់នោះខ្ញុំថាអញ្ចឹងបន្ទាប់ពីចោតថាទាំងអស់ហើយបើអ្នកថ្មីហើយបាច់ចោតឲ្យក្រៃលោកគាត់មិនតន់ដល់វ័យយកពន្ធចោតទៅអាយុ30ឡើងឲ្យដាក់មកទាំងអស់មកមានប្រមាណយកអស់ហើយមានបងប្អូនកំមុំម៉ែយកមកឲ្យសាបាច់ឲ្យប្រមុខពូអញសាខ្ញុំថាអញ្ចឹងបងដាក់វាអញ្ចឹងទៅដល់ឡើងវារកប្រឡោះចាញ់បងប្អូនវាចាញ់យើខ្ញុំដឹងហើយចាញ់អញហើយដល់ពេលវារកប្រឡោះចាញ់វាថាម៉េចវាថាអញមិនមែនថាណាសពូនមីដាដាទៅនេះថាបងប្អូនហើយវាដកទូរស័ព្ទវាដកខមមិនរបស់ឲ្យសពូនមីដាឲ្យមើលថានេះពាក្យរបស់សពូនមីដាអ្នកថាđóអញថាឥឡូវឲ្យថាសពូនមីដាជាអ្នកថាចាញ់សួរតិចពួកអាសង្គ្រប់ជាតិពួកអស់ឯងហ្នឹងកែងពួកឯងហ្នឹងចាត់ទុកថាសម្ដីរបស់សពូនមីដាជាសម្ដីអាចអីបើពួកឯងចាត់ទុកសម្ដីសពូនមីដាជាសម្ដីអាចមិនពួកឯងយកពាក្យសពូនមីដាដើរបន្ទោប្រាប់គេប្រាប់ឯងអញ្ចឹងមានន័យថាពួកឯងមិនអាចដែរខ្ញុំថាអញ្ចឹងបងប្អូននឹងវាចង់កិច្ចយកឬខ្លួនវាកិច្ចមិនកើតអាអ្នកបន្ទោពាក្យដែលថោកទៀតរបស់គេហ្នឹងវាថោកដូចតែគ្នាហ្នឹងហើយអញ្ចឹងចាប់រឿងមួយទៀតនិយាយរឿងមួយទៀតរឿងគឹមសុខាបងប្អូនអាហ្នឹងបាក់កន្លែងធ្វើការកន្លែងអីច្រើនដែរគាត់និយាយអំពីគេថាយើងថាបងមើលឥឡូវគឹមសុខានេះស្រីញីសពបែបយ៉ាងអញ្ចឹងហើយទៅមានចិត្តណាស្នេហាពួកបងប្អូនឯងពួកពូមីងឯងនឹងគាត់ថាម៉េចបងប្អូនចាអើយគេអ្នកធំអញ្ចឹងឯងឲ្យតែគេឡើងធំទៅគេមានស្រីញីខ្លះហើយគេថាខ្ញុំថាបើសិនតែមានស្រីញីខ្លះឥឡូវខ្ញុំសួរបងឯងវិញបងឯងរងថ្ងៃខ្ញុំទទួលស្គាល់ថាបងឯងមានបានជាងខ្ញុំមែនលុយកាក់មានច្រើនខ្ញុំប៉ុន្តែខ្ញុំឃើញបងឯងលក់ដូងមកព្រឹកទល់ល្ងាចអត់ដែរមិនឃើញពេលទៅនេះស៊ីបាយមក2មក3អូលហេមលហាមគាត់មានទាំងលហេមលហាមបងប្អូនដល់អញ្ចឹងទៅខ្ញុំថាបងឯងកុំថាឡើយពេលទៅញ៉ែស្រីគ្រាន់តែពេលហូបបាយឲ្យតែព្រឹកដងមកហូបបាយអត់មានពេលផងហើយបងឯងថាគុំសខាហ្នឹងមានស្រីច្រើនស្នេហាបងប្អូនមានចិត្តស្រឡាញ់បងប្អូនឯងដែរស្រឡាញ់បងឯងដែរដល់អញ្ចឹងគាត់ចាល់ដែរតើបងប្អូនចង់និយាយថាមនុស្សតែវាមានចិត្តមួយចាំញ៉ែស្រីចាំស្រឡាញ់ស្រីច្រើនដែរហើយវាគ្មានចិត្តណាមកស្រឡាញ់បងប្អូនជាពលរដ្ឋយើងស្រឡាញ់អ្នកគ្រប់គ្រងវាទេអាហ្នឹងវាជាច្បាប់ធម្មជាតិចឹងដែរហើយមួយទៀតពួកអាខូចបងប្អូនគេដើរផ្ទះទឹកតាមភូមិគេដើរថាម៉េចដើរថាសម្ព័ន្ធហ្នឹងអាយ៉ងហើយបើខាងសាសនាវិញគាត់ថាយើងថ្មិលអត់សាសនាថាអញ្ចឹងណាតែចំណុចហ្នឹងខ្ញុំចង់ចាំនិយាយលើកក្រោយខ្ញុំចង់និយាយធ្ងន់បន្តិចមួយពួកហ្នឹងប៉ុន្តែឥឡូវខ្ញុំគាត់ចង់សុំបញ្ចប់ប៉ុណ្ណឹងមកដល់ទៅបាទ
បងសុំអធិស្ឋានសុំបន្ថែមបន្តិចទៀតទំនឹកបន្ថែមថាចេះថានិយាយពីគេច្រើននិយាយខ្លួនឯងហ្នឹងខាងឃុំបដាស្រុកទីស្រីខេត្តសៀមរាបឥឡូវពួកយើងបានចងក្រងក្រុមសាគុំកាត់ហើយបងប្អូននៅជិះឡានហ្នឹងខាងគណៈប្រជាជនអើតឃើញហ្នឹងហើយដល់អញ្ចឹងទៅពួកយើងធ្វើការប្រជុំរៀងរាល់ខែបងប្អូនយើងធ្វើការប្រជុំរហូតរៀងរាល់ខែអញ្ចឹងចំនួននៃការកើនឡើងនៃការស្ដាប់យើងក៏កាន់តែបានការច្រើនដែរហើយមួយវិញទៀតខ្ញុំចង់ផ្ញើសារនឹងទៅកាន់អ្នករស់នៅក្នុងមូលដ្ឋានបងប្អូនខ្ញុំចង់ថាបងប្អូនខ្ញុំជឿជាក់ថាมันពេញចិត្តក្នុងការដឹកនាំរបស់គណៈបកកាន់អំណាចសពថ្ងៃទេឬមួយក៏ឃុំក៏ដោយក្នុងមូលដ្ឋានបងប្អូនមិនជាការពេញចិត្តពេកទេបន្ទាប់ពីបងប្អូនមិនពេញចិត្តនៃការដឹកនាំប្រព័ន្ធនៅក្នុងឃុំសង្កាត់ក៏បងប្អូនទៅជ្រើសរើសយកគណៈបកប្រឆាំងគណៈបកប្រឆោតដល់ទូប្រឆាំងសពថ្ងៃទៅអញ្ចឹងពីរហ្នឹងវាអត់ដូចជាអត់ខុសគ្នាបងប្អូនយើងមើលភាពជាក់ស្ដែងអត់ខុសគ្នាមិនទេបងប្អូនអត់ខុសគ្នាបើថាស៊ីលុយស៊ីដូចតែគ្នាបើថាផឹកស៊ីអាឡែតតែដូចគ្នាបើថាមិនផ្លាស់ប្ដូរអាណាមួយទុកឲ្យសង្គមនឹងកតុយលេខទៅលបែងទៅភ្នាល់ទៅសពគ្រប់វាអត់មានផ្លាស់ប្ដូរបងប្អូនក៏ប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនអ្នកនៅឋានហ្នឹងបែរមកមើលគណៈបកសម្ព័ន្ធអញ្ចឹងខាងឃុំបដាហ្នឹងយើងចង់ត្រង់បានហ្នឹងខ្ញុំចង់និយាយថាมันជាអ្នកចេះដឹងអីធំទេប៉ុន្តែខ្ញុំអាចនិយាយថាបានជំរឿរបស់មនុស្សល្អបងប្អូនសឹងថាសម្រង់បានមនុស្សល្អខ្ញុំនិយាយថាមនុស្ស 4-5 នាក់ខាងលើទេបងប្អូនសិតសឹងតែអ្នកដាក់បានរចនាកម្មប្រចាំខ្លួនណាគាត់ដាក់ថាម៉េចហ៎គាត់ដាក់ថាមិនចេះផឹកស្រាមិនរៀនផឹកស្រាមិនផឹកស្រាគាត់ដាក់បាវចនាតាមខ្លួនអញ្ចឹង 4-5 នាក់ខាងលើយើងខាងឃុំប៉ុន្តែខ្ញុំចេះផឹកហ្នឹងមកចេះតិចតួចដែរ 3-4 ប៉តាមដាច់ទេតើព្រោះខ្ញុំនិយាយត្រង់នេះខ្ញុំធ្វើការខាងតំណែងដំណងច្រើននៅខាងរ៉ូស៊ីអីចឹងទៅខ្ញុំមានការជួបជុំច្រើនអញ្ចឹងវានៅអត់ទាន់ដាច់គាត់ទេនៅ 2-3 កំប៉ុងនេះដែរនិយាយត្រង់ក៏ប៉ុន្តែ 4-5 នាក់ដែលខ្ញុំនិយាយមិញបងប្អូនហើយចំពោះកម្រិតវប្បធម៌វិញក៏មិនជាអន់ដែរបងប្អូនកម្រិតវប្បធម៌បញ្ញាបត្រ 4-5 នាក់ដែរក្នុងតំបន់ហ្នឹងមានដល់តែអនុបណ្ឌិតរងថ្ងៃហ្នឹងអនុបណ្ឌិតដល់ពេលបោះឆ្នោតទៅដឹងជាប់ណាគេបងប្អូនជាប់អ្នករៀនថ្នាក់បឋមនៅឃុំបដាបោះឆ្នោតថ្ងៃបោះឆ្នោតហ្នឹងចាំមើលខ្ញុំនិយាយឲ្យច្រើនលេខរៀងទី1ហ្នឹងដែលគាត់យល់មុនគេឈ្មោះគាត់ឈ្មោះប៉ោយពុំលេខរៀងទី1ដាក់គាត់លេខ1អញ្ចឹងមកហើយគាត់យកឲ្យលេខ2មុនគេតែកម្រិតវប្បធម៌របស់គាត់ត្រឹមថ្នាក់បឋមទេលេខរៀងទី2ឈ្មោះប្រានប្រុងកម្រិតវប្បធម៌អនុបណ្ឌិតហើយមុខរបរថ្ងៃគឺគ្រូបរិញ្ញាសាអង់គ្លេសលេខ3ហ្នឹងមានវងម៉ាវអញ្ចឹងទៅកម្រិតវប្បធម៌បញ្ញាបត្រមុខរបររៀនគ្រូបរិញ្ញាសាអង់គ្លេសហើយក្រៅពីហ្នឹងមានឈ្មោះថនមន្ធឹងហ្នឹងបញ្ញាបត្រកម្រិតមុខរបរគ្រូបរិញ្ញាសាអង់គ្លេសហើយក្រៅពីហ្នឹងមានបងខ្ញុំចូលនៅនឹងដែរហ៊ុនវិសិទ្ធហ្នឹងកម្រិតវប្បធម៌ក៏ហាក់បញ្ញាបត្រដែរហើយមុខរបរគាត់ក៏អាចធ្វើជាគ្រូបរិញ្ញាសាអង់គ្លេសដែរប៉ុន្តែឥឡូវគាត់ធ្វើចុងភៅនៅហ្នឹងបន្តមកទៀតខ្ញុំបងប្អូនខ្ញុំហ្នឹងកម្រិតវប្បធម៌អត់ចាប់បាក់ដប់ទេtrongវិទ្យាល័យហើយមុខរបរវិញសប្តាហ៍ថ្ងៃជាអ្នកដើរមកការក្នុងខេត្តសៀមរាបហ្នឹងឬក៏ចុះទៅតាមខេត្តផ្សេងៗទៅពេញទៅអីផ្សេងៗហ្នឹងមុខរបរបន្តមកទៀតដល់ពេលចាប់ដើមបោះណាបងប្អូនថាពេលបើសិនតែបងប្អូនអ្នកដែលចោត LP ថាធ្វើការងារហ្នឹងដើម្បីបានប្រយោជន៍ដើម្បីចង់បានមុខមាត់ចង់បានលិទ្ធិការៈបើសិនបងប្អូននៅក្នុងព្រឹត្តិការណ៍ដែលយើងកំពុងបោះឆ្នោតជ្រើសហ្នឹងបងប្អូនដឹងហើយបងប្អូនហើយដដើមគ្នារឿងអត់ធ្វើតំណាងសុំមួយសុំអត់បើខ្ញុំវិញគេដាក់ឈ្មោះមកដែរដល់ពេលឡើងចំណាក់អារម្មណ៍ប្រហែលជាខ្ទង់កន្លះមកខ្ញុំសុំគេលុបឈ្មោះមកពីព្រោះថាខ្ញុំសប្តាហ៍ថ្ងៃហ្នឹងខ្ញុំរវល់ច្រើនខ្ញុំរវល់ធ្វើកិច្ចការងារខ្ញុំជួនណាវាជាប់ការងារតាមពេញតាមខេត្តផ្សេងៗអញ្ចឹងខ្ញុំប្រាប់ថាខ្ញុំមិនអាចធ្វើការងារហ្នឹងពេញដៃពេញជើងទេអញ្ចឹងទុកឲ្យអ្នកមានពេលវេលាធ្វើការងារហ្នឹងហើយអ្នកអាចធ្វើទៀតដូចឈ្មោះវងម៉ៅគាត់ឡើងនិយាយគាត់ថាអញ្ចឹងដែរគាត់ថាបើសិនតែបោះទៅជាប់ខ្ញុំលេខរៀងទី1ខ្ញុំសុំគាត់ថាខ្ញុំសុំខ្ញុំធ្វើឲ្យអ្នកលេខរៀងទី2ឈរជាតំណាងវិញពីព្រោះជាប់ទៅរៀននៅពេញមួយឆ្នាំអញ្ចឹងចង់និយាយថាម៉េចចង់និយាយថាពលពួកយើងបងប្អូនបើសិនតែបានលឺថាម្នាក់អាចឈរឈ្មោះឲ្យពួកយើងបានឈរជាតំណាងពួកយើងបានពួកយើងសប្បាយចិត្តណាទុកពេលវេលាទៅរកស៊ីអីខ្លះទៅជួយធ្វើហ្នឹងអាហ្នឹងករណីអត់មានបើថាអត់មានមកហ្នឹងចាំយើងតែបើមានឲ្យអណាត្រេកអរជាមួយពួកគាត់ដែលពួកគាត់អាចធ្វើបាន
ហ្នឹងហើយអញ្ចឹងសូមបញ្ចប់ប៉ុណ្ណេះទៅចប់បាទសូមអរគុណឃើញមុខភាសាទៀតមុននេះវារៀបខៃឥឡូវវាយើងស្រួលអារម្មណ៍ឥឡូវអត់ទេឥឡូវខ្ញុំនិយាយយកសាច់ការបន្តិចនៅអ្វីដែលខ្ញុំចង់និយាយណាព្រោះមុនហ្នឹងខ្ញុំអត់បាននិយាយខ្ញុំចង់និយាយពីបញ្ហា Facebook បន្តិចបាទពីព្រោះរឿងហ្នឹងខ្ញុំធ្លាប់លើកឡើងពីដំបូងឡើងពីរឿងនៃការ like ហើយនិង share បន្តិចបាទហើយចំពោះរឿងហ្នឹងមួយចំពោះពូគឺគាត់លក្ខណៈថាគាត់មិនមែនជាមនុស្សដែលលក្ខណៈថាគាត់ស្គាល់ខ្លួនច្បាស់ហើយគាត់ថាគាត់មិនបានបាច់អ្នកណា like អ្នកណា share គឺអញដឹងពីសមត្ថភាពខ្លួនឯងខ្លាំងអស់ហើយណាតែសម្រាប់ខ្ញុំវិញណាហើយនឹងសម្រាប់ពួកយើងហើយនឹងសម្រាប់យើងចង់ឲ្យការ like ហើយនឹង share ហ្នឹងពីព្រោះថាការលេង Facebook ហ្នឹងគឺភាគច្រើនប្រជាពលរដ្ឋខ្មែរយើងហ្នឹងគឺគាត់ផ្ដោតអារម្មណ៍ទៅលើការ like ច្រើនបាទអញ្ចឹងកាលណាតែឲ្យតែរាល់ status អីមួយតែមានការ like ច្រើនហ្នឹងគឺវាធ្វើឲ្យមនុស្សម្នាក់ហ្នឹងគឺមានភាពលេចធ្លោនៅក្នុង Facebook បានអញ្ចឹងណាសំខាន់គឺយើងដឹងខ្លួនយើងឯងថាយើងមិនមែនជាមនុស្សដែលពុលនឹងអាហ្នឹងទេក៏ប៉ុន្តែដើម្បីចលនាយើងនឹងឲ្យវាទៅលឿនជាងហ្នឹងអញ្ចឹងខ្ញុំគ្រាន់តែចង់ប្រាប់ថាបងប្អូនសូមមើលពីដួងចិត្តយើងវិញយើងកុំមើលពីរឿងថាមនុស្សនឹងអូវាជាប់អញឬក៏វាចង់ល្បីចឹងមួយចុះពីរបងប្អូនបើសិនជាសម្រាប់ខ្ញុំវិញណាមានអ្នកខ្លះគេយល់ថាខ្ញុំជាមនុស្សអញ្ចឹងក៏ប៉ុន្តែសម្រាប់ខ្ញុំវិញរាល់អ្វីដែលខ្ញុំធ្វើគឺខ្ញុំតែងតែចង់ថាឲ្យតែដើម្បីបាក់ទោះបីជាអ្នកណាយល់ខ្ញុំមិនយល់ឲ្យតែធ្វើម៉េចឲ្យចលនានឹងវាទៅបានលឿនគឺខ្ញុំព្យាយាមនឹងធ្វើគ្រប់បែបយ៉ាងធ្វើម៉េចដើម្បីឲ្យចលនាទៅបានលឿនអញ្ចឹងខ្ញុំសូមសំណូមពរឲ្យបងប្អូនរាល់បងប្អូនទាំងអស់គ្នាដែលគាត់លេង Facebook នេះចំពោះ Facebook របស់លោកពូមួយណារាល់ការផុសរបស់គាត់ហ្នឹងក្នុងមួយថ្ងៃគាត់អត់មានផុសប្រមាណទេហើយគ្នាយើងក៏ច្រើនដែរក៏ប៉ុន្តែចំនួននៃការ like ខ្ញុំអត់ឃើញការឡើងសោះអត់ដែលបានការ like នឹងបានដល់រហូតដល់ 3K ណា 3K វាស្មើនឹង 3000 like បាទហើយបងប្អូនសាកគិតមើលមកចំនួនបងប្អូនវិញតើបងប្អូនគិតថាបងប្អូនមានតែចំនួន13,000នាក់ក្នុងប្រទេសខ្មែរហ្នឹងអញ្ចឹងហេតុអីក៏បងប្អូនមិននាំគ្នាគ្រាន់តែចុច like មួយហ្នឹងវាអស់ប្រមាណអាហ្នឹងណាឥឡូវបងប្អូនគិតមើលហេតុអីក៏យើងនាំគ្នាលេងហើយណាឲ្យតែរាល់ការផុសរបស់ពូណាភាគច្រើនគឺខ្ញុំឲ្យតែខ្ញុំចូលលេង Facebook ពេលដែលខ្ញុំចូលពឹបកាតព្វកិច្ចរបស់ខ្ញុំគឺខ្ញុំ search ឈ្មោះលោកពូហ្មងអាហ្នឹងខ្ញុំចង់និយាយចឹងខ្ញុំដាក់អា see first ហ្នឹងហើយជួនកាលអត់ចេញទេព្រោះ see first ហ្នឹងយើងដាក់ច្រើនគ្នាច្រើន account ដែលយើងចង់ឲ្យគេចេញណាតែដល់ពេលវាច្រើនពេកទៅវាអត់លោតមកបណ្ដាគ្នាទេអញ្ចឹងនៅពេលដែលយើងចូលលេង Facebook ហ្នឹងកាតព្វកិច្ចរបស់យើងហ្នឹងគឺអត់ចំណាយពេលយូរទេបើយើងអាឡ័យតែឆែករឿងផ្ទាល់ខ្លួនរបស់យើងជួនកាលពេលយើងឆែករឿងផ្ទាល់ខ្លួនរបស់យើងពឹបដល់ពេលយើងរវល់យើងភ្លេចធ្វើការងាររបស់យើងបាទកាតព្វកិច្ចមួយយើងគ្រាន់តែ like នឹងដើម្បីឲ្យវាឡើងណាបាទព្រោះប្រជាពលរដ្ឋយើងកាលណាតែគាត់ឃើញ status អីមួយតែមានការ like ច្រើនគាត់ចាប់អារម្មណ៍ហើយបើ status មួយដែលអត់មានការ like គាត់គិតថាអាហ្នឹងមិនល្បីមិនបាច់មើលវាមើលទៅអីបើអត់មានអីហោះហ្នឹងអញ្ចឹងណាអញ្ចឹងអាហ្នឹងគឺជាសំណូមពរមួយដែលខ្ញុំចង់សំណូមពរទៅបងប្អូន LP យើងហ្នឹងបើសិនជាយើងគឺជាពលដែលមានវិន័យរឿងហ្នឹងគឺបានបើនិយាយចំទៅរឿងហ្នឹងខ្ញុំបាននិយាយឡើងជាង1ឆ្នាំហើយណាក៏ប៉ុន្តែអត់ទៅមុខសោះគឺនៅតែដដែលនិយាយមិនក៏នៅតែដដែលដែរបាទហើយចំពោះបញ្ហាមួយទៀតគឺខ្ញុំចង់និយាយពីបញ្ហាលេង Facebook ដែលយើងតតាំងជាមួយនឹងពួកយើងនិយាយមួយម៉ាត់ថាពួកអាឈាមឆ្កែបាទពួកអាឈាមឆ្កែគឺយើងចង់និយាយថាពួកហ្នឹងណាវាបង្កើត Facebook គឺខ្ញុំច្បាស់អារឿងពួកអាឈាមឆ្កែហ្នឹងគឺវាមាន Facebook ច្រើនណាហើយបងប្អូនចាំមើលឲ្យតែ Facebook ណាដែលវាចាប់ផ្ដើមវាយក Facebook ហ្នឹងយកមកឆាឆៅពួកយើងណាបងប្អូនគាត់ណាទី1បងប្អូនមើលនៅពាក្យសម្ដីរបស់វានៅអ្វីដែលវានិយាយទី2បងប្អូនចូលទៅមើលក្នុង profile របស់វាបងប្អូនអត់មាន friend ច្រើនទេ profile វាដែលវាបង្កើតដើម្បីរាវឆាននៅក្នុង Facebook ដើម្បីបំពុលសង្គមណាមានតែ friend យ៉ាងច្រើនមានតែ50នាក់ហើយ profile ពិតប្រាកដរបស់វាមានអាពិតប្រាកដមួយគឺវាលេងវាមាន friend ច្រើនគួរសមនៅពេលដែលវាលេងអញ្ចឹងអាហ្នឹងគឺអ្វីដែលការយល់ឃើញរបស់ខ្ញុំឯងណានៅពេលដែលវាលេងអញ្ចឹងណាវាឃើញអ្វីមួយដែលថាអូអានេះបើសិនជាទុកបដ ாய் ឲ្យវាមានឲ្យអា status មួយហ្នឹងវាទទួលបានការ like ច្រើនឬក៏វានេះនៅក្នុងសង្គមវានឹងធ្វើឲ្យចង់និយាយថាចលនាយើងនេះវាទៅលឿនជាងមុខទៅមុខលឿនអញ្ចឹងណាអញ្ចឹងនៅពេលហ្នឹងគឺវាទៅឡោះចូលអា profile មួយដែលវាទុកសម្រាប់តារាឆានហ្នឹងវាចូលមកដល់វាអត់ចាំបាច់ទម្លាក់អីច្រើនទេវាប្រើចិត្តសាស្ត្ររបស់វាថាមិនអាចទេជួនកាលអញ្ចឹងយើងនិយាយអាណាណីនោះវាអត់ចាំបាច់ស្ដាប់ហេតុផលអីច្រើនទេជួនកាលវាចូលមកថាអាចអញ្ចឹងណាហើយដល់ពេលមានខ្លះបងប្អូនយើងណាគាត់មើលអានឹងអត់ឃើញគាត់មើលអាចិត្តសាស្ត្រអត់ឃើញជួនកាលគាត់លក្ខណៈថាគាត់ខឹង
cứ có đặt tôi nào chẳngណាchẳng aiចំណុចនឹងមួយខ្ញុំគាត់តែចង់ប្រាប់បងប្អូនថាបើសិនជាបងប្អូនមានពេលវេលាគ្រប់គ្រាន់ណាបងប្អូនគាត់តែបង្ហោះcopy link របស់លោកពូឲ្យទម្លាក់ទៅឲ្យចំនៅអ្វីវិធានបទដែលបងប្អូនចង់និយាយដូចថាបងប្អូនចង់និយាយពីរឿងឪពុកម្ដាយមានគុណបងប្អូនទម្លាក់អានឹងនៅក្នុងហ្នឹងដើម្បីឲ្យគេបានស្ដាប់ទៅហើយយើងមិនបាច់តែជេរមួយពួកវាច្រើនទេព្រោះពួកវាហ្នឹងគឺវាដើរបំពុលទៅសង្គមអញ្ចឹងឯងអញ្ចឹងនៅពេលដែលយើងធ្វើអាការងារហ្នឹងទៅគឺប្រជាពលរដ្ឋយើងដែលគាត់ចូលមកហើយអញ្ចឹងយើងនាំគ្នាឡាច់ឲ្យច្រើនតិចនោះអាចចំណុចសំខាន់ដែលពួកវាតែងតែយើងយកមកនិយាយវានិយាយថា LP តែងតែនិយាយថាឪពុកម្ដាយនេះគ្មានគុណបាទវានិយាយពីអារឿងនឹងមួយវានិយាយពីអារឿងកាត់កោះត្រល់អីចឹងទៅហើយពីអារឿងថាលក់ស្លឹកឆ្នោតលក់អីណាសិតតែវិធានបទកៅកគុកហើយអត់មានអីច្រើនទេវានិយាយតែប៉ុណ្្នឹងតែដែរហ្នឹងអញ្ចឹងយើងដើម្បីបំបែកអានឹងបានគឺយើងត្រូវតែប្រើអាលីងនឹងដាក់ហើយអញ្ចឹងទៅហើយយើងទុកឲ្យប្រជាពលរដ្ឋដែលគាត់ចូលមកហ្នឹងគាត់មើលទៅគាត់ចេះវេកញែកខ្លួនឯងនៅពេលដែលយើងមិនបាច់ប្រើពាក្យជេរវាកាលណាតែយើងអត់មានពេលវេលាគ្រប់គ្រាន់ណាខ្ញុំគាត់ចង់ប្រាប់បងប្អូនថាពេលដែលលេង Facebook បើបងប្អូនអត់មានពេលវេលាគ្រប់គ្រាន់ទេមិនចាំបាច់តម្លាក់ពាក្យជេរមួយម៉ាត់ហើយដើរចេញបាត់ទេដល់ពេលអញ្ចឹងបងប្អូនគ្រប់គ្នាមួយឲ្យតែ LP ចូលទៅតម្លាក់ពាក្យជេរមួយម៉ាត់ឲ្យតែឃើញគេជេរយើងមួយយើងស្រស់ទៅទាំងអស់គ្នាតម្លាក់ពាក្យអាឈាមឆ្កែនៅក្នុងហ្នឹងវាវល់ពេញ Facebook ហ្មងដល់ពេលអញ្ចឹងវាអត់មានការបកស្រាយអីមួយឲ្យថាយើងបើសិនជាយើងអត់មានពេលវេលាបកស្រាយត្រឹមត្រូវទេតម្លាក់ link ទៅហើយបើសិនជាបងប្អូនណាដែលគាត់មានពេលវេលាបកស្រាយត្រឹមត្រូវសូមឲ្យបងប្អូននេះចូលទៅបកស្រាយរបស់ខ្មែរក្នុងនឹងបន្តិចទៅហើយបងប្អូនដឹងហើយថាអ្វីដែលយើងបកស្រាយហ្នឹងណាខ្ញុំចង់លើកបន្ថែមបន្តិចខ្ញុំមិនមែនបានន័យថាបងប្អូននឹងមើលមិនដឹងថាវាអាឈាមឆ្កែទេយើងដឹងហើយថាវាអាឈាមឆ្កែក៏ប៉ុន្តែអ្វីដែលយើងចង់ធ្វើហ្នឹងគឺយើងចង់និយាយថាយើងធ្វើវាឲ្យទៅជាប្រយោជន៍ទេណាយើងដឹងថាបកគលហ្នឹងវាប្រោះវាមិនបានទេក៏ប៉ុន្តែអ្វីដែលយើងចង់ធ្វើនេះយើងចង់ឲ្យអាអ្នកដែលគេចូលមកហ្នឹងគេបានឃើញថាអូ LP តប LP គឺអញ្ចឹងណាគឺនិយាយមកមានហេតុផលជាមួយចុះពីណាអញ្ចឹងបើសិនជាបងប្អូនអាចធ្វើឲ្យចំណុចហ្នឹងបានណាគឺចលនាយើងហ្នឹងវារឹតតែពន្លឿនចលនាយើងទៅមុខជាងនឹងទៅទៀតបាទហើយបើចំពោះពីចលនាយើងនេះវិញបើសម្រាប់ខ្ញុំការយល់របស់ខ្ញុំថាទោះមិនក៏វាអត់អាចមានថ្ងៃថយក្រោយដែរបាទពីព្រោះថារាល់ថ្ងៃនេះពួកយើងឈ្នះបាត់ហើយហ្នឹងយើងមិនមែនឈ្នះកាន់ការងារប្រទេសជាតិយើងអត់បានកាន់ការងារប្រទេសជាតិមែនក៏ប៉ុន្តែយើងឈ្នះនៅក្នុងរង្វង់ពួកយើងចូលមួយយល់មួយគឺអត់មានអ្នកណាមួយចេញឲ្យតែចូលមកហើយតែគាត់បានយល់ហើយគឺយើងសប្បាយនៅក្នុងភាពជាបងជាប្អូនរបស់ LP ហ្នឹងអញ្ចឹងយើងអាហ្នឹងវាជាជោគជ័យមួយហើយយើងធ្វើទៅចង់និយាយថាយើងធ្វើឲ្យអស់ពីលទ្ធភាពយើងទៅហើយទុកឲ្យធម្មជាតិជាអ្នករៀបរយទៅចង់និយាយថាពួកយើងមិនអាចរស់បានជីវិតអមតៈទេអញ្ចឹងនៅពេលដែលយើងធ្វើអាការងារហ្នឹងយើងធ្វើឲ្យអស់ពីលទ្ធភាពយើងទៅប្រកបជាកូនចៅចំនួនក្រោយយើងគាត់ចេះតែបន្តមកទៀតបន្តនៅអ្វីដែលយើងធ្វើហ្នឹងហើយរាល់ថ្ងៃហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងគឺពីមុនមានតែខ្ញុំហើយ2នាក់ហ្នឹងយល់ដល់ឥឡូវនេះមកខាងគាត់ហ្នឹងគាត់ស្ដាប់រាល់ថ្ងៃដែរហើយគាត់ទៅខាង CVP តែកុំថតគាត់ដែរថតអត់បានទេព្រោះគាត់គួរសមដែរនៅក្នុងហ្នឹងបាទចឹងគាត់ចង់ចេញមកទេហ្នឹងហើយពួកយើងនៅក្នុងពួកក្រុមពួកខ្ញុំហ្នឹងមិត្តភ័ក្តិរបស់ខ្ញុំហ្នឹងវាឥឡូវ LP សឹងអត់អស់ហើយក៏ប៉ុន្តែគ្រាន់តែថាគាត់ជាប់រវល់រស់ស៊ីរស់អីចឹងគាត់ជួយជាលុយប្រចាំខែចឹងទៅគាត់រកការងាររស់ស៊ីគាត់ដល់ពេលបោះឆ្នោតគាត់បោះឲ្យចឹងទៅហ្នឹងហើយអញ្ចឹងចំពោះការបងប្អូនដែលគាត់អានេះខ្ញុំចង់និយាយពីបញ្ហាមួយទៀតចំពោះដែលអ្នកដែលយល់ LP ហើយគាត់នៅស្រុកខ្មែរគាត់មិនហ៊ានចេញមុខណាបាទដូចជាគាត់ធ្វើជំនួញឲ្យគុំដុំអីចឹងទៅបាទអ្នកខ្លះគេមកសួរគាត់ថាបងកាន់នៅគណៈបកណាចេះមួយចុះពីណាអញ្ចឹងនៅពេលខ្លះគាត់មានអារម្មណ៍មួយថាគាត់ខ្លាចគាត់អត់បង្ហាញបញ្ចេញអត្តសញ្ញាណអីហ្នឹងវាត្រឹមត្រូវហើយក៏ប៉ុន្តែភាពបើសិនជាយើងយល់ពីកលៈទេសៈណាបើសិនជាការងារហ្នឹងយើងរកស៊ីហ្នឹងវាប៉ះពាល់ដល់បើសិនជាយើងហ៊ានចេញមុខវាប៉ះពាល់នៅពេលដែលបើសិនជាពេលខ្លះយើងនិយាយតែ2នាក់យើងគាត់ថាបើគេសួរថាបើគេមក CPP គេមកសួរយើងពេលខ្លះយើងគាត់ថាខ្ញុំធម្មតាអាហ្នឹងបើសិនយើងបញ្ចេញមុខមិនបានតែបើយើងចេញមុខបានយើងគួរតែចេញបើសម្រាប់ខ្ញុំវិញខ្ញុំអត់ខ្លាចទេបាទខ្ញុំហ៊ានពាក់មុខ LDP ដើរមកស្រុកខ្មែរទាំងអស់កន្លែងណាខ្ញុំអត់ខ្លាចទេបាទព្រោះខ្ញុំអត់មានជាប់អាហ្នឹងផងព្រោះខ្ញុំដឹងថាជីវិតរបស់ខ្ញុំមួយខ្ញុំប្រើរាល់ថ្ងៃហ្នឹងបើសិនជាស្លាប់ក្នុងបុព្វហេតុហ្នឹងខ្ញុំសប្បាយចិត្តណាបាទអញ្ចឹងនៅពេលដែលម៉ាក់ខ្ញុំណាគាត់និយាយថាហើយខ្វាយខ្វល់ពីរឿងនយោបាយទៅអីណាហើយចង់ឲ្យអញស្លាប់លឿនអីតែមួយចុះពីរគាត់ឲ្យខ្ញុំបញ្យល់ប្រាប់គាត់ថាអត់អីទេឥឡូវម៉ាក់ឲ្យខ្ញុំឈប់អញ្ចឹងណាគាត់ឲ្យយើងនិយាយអញ្ចឹងខ្ញុំបង្កើត account មួយទៀតប្លុកបងប្អូនទាំងអស់លេខ Facebook សុទ្ធតាក់ទងនឹង LDP បណ្ដោយបាទហើយនៅពេលដែលខ្ញុំមកស្រុកខ្មែរហ្នឹងគឺជួបគ្នានិយាយមួយគាត់តាមឡានតាមអីថ្ងៃមុនខ្ញុំទៅលេងចកាពូបាទ
ខកណាត់ញ៉ាំបាយមួយគាត់ប្រហែលកន្លះម៉ោងមកជូនមិត្តភ័ក្តិពីចការហ្នឹងមកសៀមរាបហើយត្រូវពីសៀមរាបទៅដល់ដៃវិញដើម្បីទៅដឹកគាត់ខ្ញុំបើកឡានដីខុសអញ្ចឹងអាស្រុកខ្មែរហ្នឹងវាបើកឡានជឿអៀតផងអីផងឯងបើកឡានដីខុសអញ្ចឹងដល់ពេលទៅដល់ត្រូវមាត់គាត់កថាហើយហ្នឹងគិតពីរឿងនយោបាយចេះមួយចុះពីរខ្ញុំក៏និយាយពេលហ្នឹងវាដល់កមែនទេហើយព្រោះយើងត្រូវតែនិយាយដែរហើយណាមួយយើងត្រូវតែនិយាយថាឥឡូវនេះខ្ញុំគ្រាន់សុំឲ្យតែប៉ុណ្ណេះទេណាជីវិតខ្ញុំមួយម៉ាក់ទុកឲ្យខ្ញុំមានសេរីភាពទៅបាទខ្ញុំអត់មានចង់បានអីក្រៅពីការធ្វើចលនាមួយខ្ញុំចង់ឃើញប្រទេសជាតិខ្ញុំនឹងមានការរីកចម្រើនបាទអញ្ចឹងបើប្រសិនជាប្រជាពលរដ្ឋមួយដូចជាម៉ាក់ឯងដូចជាក្រុមគ្រួសារយើងអញ្ចឹងមួយគិតតែពីរ៉ូស៊ីអត់មានខ្វាយខ្វល់ពីប្រទេសជាតិណាតើម៉ែឯងរាល់ថ្ងៃហ្នឹងម៉ែឯងខំទៅធ្វើបុណ្យហ្នឹងតើវាមានតម្លៃអីបើភាពជាមនុស្សមួយនៅក្នុងសង្គមមួយដែលភាពត្រឹមត្រូវមួយមនសិការជាមនុស្សមួយដែលយើងយល់ថាផែនដីហ្នឹងណាគឺវាមិនមែនរលត់នៅក្នុងពេល200-300ឆ្នាំទៅខាងមុខទៀតទេវានៅបន្តយូរជាងនឹងទៀតតែជីវិតយើងមិនដឹងថាយើងស្លាប់ប្រមាណប៉ុណ្ណោះផងអញ្ចឹងបើសិនយើងយល់ហើយយើងដឹងហើយណាយើងធ្វើជីវិតយើងប្រើវាអស់សាច់បាទប្រើវាអស់សាច់នៅក្នុងការយល់ដឹងដ៏ត្រឹមត្រូវមួយដែលធ្វើជាទីពឹងដល់អ្នកដទៃបាទអញ្ចឹងដល់ពេលអញ្ចឹងទៅគឺយើងបញ្យល់គាត់ពីចំណុចហ្នឹងគាត់បញ្យល់វាគាត់ស្ដាប់ប្រហែលដែរតែគាត់ថាយើងនិយាយចោលហើយគេលោកថ្ងៃណាមួយក៏នឹកឃើញណាបាទដល់ពេលអញ្ចឹងទៅគឺគាត់រៀងស្ងាត់បន្តិចដែរស្ងាត់បន្តិចអញ្ចឹងទៅបងប្អូនខ្ញុំខ្លះអញ្ចឹងទៅនិយាយចោះឡើងជួនកាលយើងនិយាយពីបរទេសគាត់ថាហើយសួរអញណាខំវាសនាកូនអុកបស៊ីពីពីទេគាត់និយាយអញ្ចឹងណាបងហ្នឹងបងប្រុសខ្ញុំប្រកាសគាត់ខ្សែខាងនេះសាវឿនបើយើងនិយាយមួយម៉ាត់ចេះទៅបាទដល់ពេលយើងអញ្ចឹងទៅយើងចេះតែចេះសើចហើយញឹមពេលខ្លះយើងដឹងថាបើសិនយើងបកកែកមួយគាត់វាអាចឆ្លោះគ្នាអញ្ចឹងពេលខ្លះពេលណាដែលយើងនិយាយអត់បានយើងអត់និយាយហើយរាល់ថ្ងៃនេះខ្ញុំប្រឹងខ្ញុំធ្វើតែភាពជាគំរូមួយនៅក្នុងគ្រួសារដូចជាបងប្អូនពេលខ្លះហ្នឹងគាត់ត្រូវការខ្វះខាតលុយកាក់ខ្វះអីចឹងយើងមិនមានលុយច្រើនទេក៏ប៉ុន្តែឲ្យតែថាមាត់គឺយើងបេះបោចឲ្យហ្មងព្រោះយើងគិតថាលុយវាអត់សំខាន់ទេលុយយើងរកបានទៀតទេអញ្ចឹងណាអញ្ចឹងយើងត្រូវតែខំប្រឹងឲ្យរាល់ថ្ងៃហ្នឹងគឺខ្ញុំហ្នឹងគឺខ្ញុំមិនមែនជាអ្នកមានលុយក៏ប៉ុន្តែខ្ញុំប្រឹងថាធ្វើម៉េចខ្ញុំរកលុយឲ្យបានច្រើនតែមិនមែនដើម្បីខ្លួនឯងទេខ្ញុំចង់ធ្វើចលនាហ្នឹងចំពោះចលនានេះមួយគឺប្រហែលខ្ញុំមានចំណាយដែរឲ្យតែខ្ញុំមានគឺខ្ញុំត្រូវតែធ្វើការងារហ្នឹងព្រោះពីជីវិតដ៏ត្រឹមត្រូវបើសិនយើងងាប់ទៅយើងអត់បានធ្វើការងារហ្នឹងតែយើងមានបានបន្សល់អីទុកឲ្យកូនខ្មែរយើងជំនាន់ក្រោយបាទបើសិនជាយើងមិនធ្វើឥឡូវទេកូនខ្មែរយើងជំនាន់ក្រោយអត់បានប្រើអាហ្នឹងទេអញ្ចឹងដូចតែយើងកំពុងតែរស់នៅក្នុងសង្គមហ្នឹងរាល់ថ្ងៃដោយសារតែចាស់ជំនាន់មុនដូចសេរីម៉ែខ្ញុំហ្នឹងអញ្ចឹងណាសេរីបងប្អូនខ្ញុំអញ្ចឹងដោយសារតែគាត់អត់គិតពីអារឿងហ្នឹងហើយបានរាល់ថ្ងៃហ្នឹងពួកយើងមកប្រើអាសង្គមបែបហ្នឹងហើយដូចនៅពេលដែលខ្ញុំចាក់ចេញទៅនៅស្រុកគេទៅពេលដែលខ្ញុំត្រឡប់មកស្រុកខ្មែរវិញខ្ញុំមិនមែនជាមនុស្សមួយដែលភ្លេចដើមកំណើតទេក៏ប៉ុន្តែម៉ែខ្ញុំហៅមកវិញថាកូនមកស្រុកខ្មែរវិញមកម៉ាក់បង្កើតចំនួនមួយទៀតឲ្យកូនកាន់កាប់ខ្ញុំថាម៉ែខ្ញុំអត់មកហើយខ្ញុំមកអត់កើតខ្ញុំរស់នៅអត់កើតហ្នឹងខ្ញុំគ្រាន់តែឃើញប្រទេសនឹងមួយខ្ញុំមកវិញខ្ញុំរត់កើតទេអញ្ចឹងមិនមែនថាយើងអត់មកវិញទេក៏ប៉ុន្តែយើងមកវិញបើថា LDP ឈ្នះឆ្នោតឬក៏ LDP យើងវាកាន់ការងារប្រទេសជាតិអាហ្នឹងអាចក៏ប៉ុន្តែបើថាអត់នេះខ្ញុំអត់មកហើយខ្ញុំដើម្បីបំផុសបំផុលចលនានៅក្រៅប្រទេសណាហើយយើងខំប្រឹងប្រែងរកលុយដើម្បីយកមកជួយចលនាយើងនៅនេះបាទអញ្ចឹងរាល់ថ្ងៃហ្នឹងគឺការងាររបស់ខ្ញុំហ្នឹងគឺប្រឹងប្រែងរកតែលុយមានប្លង់មានគំនិតជាច្រើនណាស់ដែលខ្ញុំត្រូវរកស៊ីដើម្បី LDP ហ្នឹងហើយអ្វីដែលខ្ញុំធ្វើអ្នកខ្លះគេចេះឆ្ងល់គេថាចុះឲ្យធ្វើការងារហ្នឹងរាល់ថ្ងៃឲ្យបានអីមានតំណែងមានតួនាទីនៅក្នុងហ្នឹងអត់អាហ្នឹងណាបាទដល់ពេលអញ្ចឹងទៅសម្រាប់ខ្ញុំតែងតែប្រាប់គាត់ថាចលនា LDP ហ្នឹងអត់អញ្ចឹងទេចលនា LDP គឺវាខុសពីខាងចលនាផ្សេងដូចជា CNRP អីគាត់ទៅកែមគងនៅក្រៅប្រទេសពីច្រើនគាត់តែងតែនិយាយថាមកនេះមកឥឡូវយើងចិត្តឈ្នះឆ្នោតទេមកទៅដាក់អីមកបានតំណែងនេះតំណែងនោះក៏ប៉ុន្តែសម្រាប់ LDP ខ្ញុំគាត់ប្រាប់ពួកគាត់ថាទោះបីជាអ្នកឯងមានសកម្មភាពសកម្មយ៉ាងណាក៏ដោយនៅក្នុងចលនាហ្នឹងណាហើយភាគច្រើនអ្នកដែលសកម្មនៅក្នុងហ្នឹងគាត់ក៏មិនដែរចង់បានទូនាទីឬក៏តំណែងទេផងគាត់គឺគ្រាន់តែថាបើអត់មានអ្នកធ្វើបើកិច្ចវាបំផុតហើយវាត្រូវធ្វើហើយជាបន្ទុកសិតជាបន្ទុកទាំងអស់បាទហើយខ្ញុំប្រាប់ពួកគាត់ថាទោះបីជាយើងសកម្មប៉ុណ្ណាក៏ដោយបើអ្នកឯងបើសិនជាថ្ងៃក្រោយអ្នកឯងចង់មកធ្វើធំចុកខ្មែរគឺអត់អាចបានទេបើសិនជាអ្នកឯងមានគំនិតមួយអ្នកឯងទៅស្រុកគេអ្នកឯងរៀនបានជ្រៅជ្រះអ្នកឯងចង់មកជួយបម្រើប្រទេសជាតិអ្នកឯងព្រោះចលនាយើងគឺមានអាយុនការ8ចំណុចហ្នឹងបាទបោះដោយរៀនតម្លាក់ដោយរៀនហ្នឹងអញ្ចឹងពេលដែលអ្នកឯងមកហ្នឹងអ្នកឯងចង់ធ្វើអីអ្នកឯងឈរឈ្មោះមិនមែនថាអ្នកឯងស្គាល់អូ
អ្នកធ្វើការនៅក្នុង LTV អូខ្ញុំមានខ្សែខ្ញុំចូលមកពីចិត្តបានធ្វើនេះសូមកុំគិតអារឿងហ្នឹងព្រោះអាហ្នឹងវាគឺជាគំនិតបច្ចោយតខ្លួនវាជាគំនិតដ៏ថោកទាបបំផុតសូមអ្នកកុំយកអាបៈរបស់អ្នកហ្នឹងយកមកព្រៀបជាមួយនឹង LTV អត់មានសារជាតិនៅក្នុងហ្នឹងទេហើយសូមឲ្យដល់បងប្អូនខ្ញុំហ្នឹងគាត់មានគំនិតហ្នឹងអញ្ចឹងបានថាពេលខ្លះមិនមែនជា LTV គាត់ពាល់អារម្មណ៍នឹងអត់ត្រូវទេពាល់ដួងចិត្តនឹងអត់ត្រូវទេមានតែអ្នកយល់ LTV ដែលពាល់អារម្មណ៍មួយនឹងដែលថាយើងធ្វើយើងអត់មានចង់បានអីមែនបាទយើងអត់មានចង់បានអីមែនអ្វីដែលយើងធ្វើយើងគាត់តែចង់ឲ្យប្រទេសជាតិនឹងរីកចម្រើនហើយធ្វើឲ្យអស់ពីលទ្ធភាពនឹងទៅហើយទុកឲ្យធម្មជាតិជាអ្នករៀបរយដោយអ្វីដែលពូតៃតែនិយាយណាបាទហ្នឹងហើយឥឡូវខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងចោះដើម្បី start កិត្តិយសយើងឡើងវិញព្រោះមុនហ្នឹងវាភ័យមែនខ្ញុំទទួលស្គាល់ភ័យព្រោះអាពេលដែលយើងចង់ឡើងនិយាយហ្នឹងពេលខ្លះយើងចេះនឹកឃើញតែដល់ពេលគេចាំគេទៅគេនិយាយយូរពេកយើងយ៉ាងហ្នឹងកាលណាមិនដល់ពេលអញឡើងនិយាយដល់ពេលឡើងនិយាយមកដល់ឡើងនិយាយភ្លេចអស់លីងម្ដងបាទអញ្ចឹងអរគុណច្រើនបាទហ្នឹងហើយអញ្ចឹងបើសិនជាអ្នកដែលយល់បុព្វហេតុជីវិតពិតប្រាកដណាខ្ញុំថាអ្នកនឹងដាច់គ្រប់បែបយ៉ាងទាំងអស់សូម្បីតែលៀបសការៈលុយកាក់យ៉ាងម៉េចគឺដាច់ទាំងអស់មកឲ្យតែយល់ពីអាហ្នឹងអញ្ចឹងបើខ្ញុំព្យាយាមនិយាយតែពីអារឿងបុព្វហេតុជីវិតហ្នឹងទេខ្ញុំតែងតែប្រាប់ម្ដាយខ្ញុំហ្នឹងតារឿងអស់ហ្នឹងឯងដើម្បីឲ្យគាត់នេះហើយខ្ញុំនឹងព្យាយាមនិយាយនៅពេលណាដែលខ្ញុំបានជោគជ័យនៅការងារដែលខ្ញុំគិតថាខ្ញុំនឹងរកលុយឲ្យបានច្រើនណាព្រោះខ្ញុំមានកម្រងប៉ុន្តែពេលនេះខ្ញុំអត់ទាន់អាចប្រហើបបានទេបាទចាំដល់ពេលនឹងខ្ញុំឃើញអ្នកទាំងអស់គ្នានឹងឃើញខ្ញុំនឹងយកកម្រងរបស់ខ្ញុំនឹងបង្ហាញឲ្យពួកអ្នកទាំងអស់គ្នាឃើញទាំងអស់គ្នាហើយយើងនឹងធ្វើការនឹងទាំងអស់គ្នាដើម្បីចលនាយើងបាទអរគុណច្រើនចង់និយាយនោះមិនបាននិយាយបាទបាទហើយជាបងសូមគោរពបងបាទហើយជាបន្តសូមក្រាបថ្វាយបង្គំព្រះសង្ឃដែលគង់គាត់ជំនឿនៅទីនេះបាទសូមគោរពសមាជិកបាទដែលជាក្រុមគ្រួសារ LP យើងទាំងអស់គ្នាបាទហើយឮសូរនិយាយរឿងប្រពន្ធច្រើនចង់មកនិយាយបាទហើយមានខ្ញុំប្រពន្ធច្រើនដែរបាទហើយខ្ញុំនៅខ្ញុំបាទឈ្មោះជាហិននៅភូមិជប់ស្រុកសូននិគមបាទហើយអតីតបានទៅធ្វើហ៊ុនសពេចនៅស្វាយលឺបាទហើយដល់ពេលលឺដែលខាងសង្គ្រោះជាតិមានប្រពន្ធច្រើនអត់បានចង់តែឡើងមួយនិយាយបាទដល់លឺសូចុះអត់យើងបានតែលោកបាននិយាយចេះថាមកក្បែរបាទហើយពេលនោះបាទដោយថាភាពងប់ងល់បាទដូចជាគឹមសខាដូចជាគណៈបកសង្គ្រោះជាតិដែលជាសមាជិកទាំងអស់ក៏ការពារពីអាក្រក់របស់គឹមសខាខ្ញុំបាទធ្លាប់ការពារភាពអាក្រក់សម្ដេចក្រមព្រះដែរបាទហើយគេថាថ្ងៃនៅធ្វើអីលើសម្ដេចក្រមព្រះជារត់ប្រពន្ធទៅស្រុកក្រៅបាត់ហើយយេហើយដូចមិនជឿទេហើយក៏មិនតែនិយាយថាពូជសម្ដេចក្រមព្រះណាដល់មហាក្សត្រមិនបានទៅរត់យកប្រពន្ធបាត់ចុះបាទដល់ចុងក្រោយឡើងនេះគេថាគ្រោះចរាចរណ៍គ្រោះចរាទៀតចរាចរណ៍បាទគេគឺមានគេវិជុបរាំងមួយនោះសភាបាទអេដំញឹកប៊ុនឈិនទៅចឹងខាងសំណាងសម្ដេចក្រមព្រះព្រះអង្គមានបរមីបាទតែចៃដន្យអុយគ្រោះថ្នាក់តាអ្នកមនាងបាទខ្ញុំទឹកឃើញហ្នឹងបើសិនជាបកខាងសម្ដេចក្រមព្រះនឹងមានណាជួយបាទហើយបាទចុងក្រោយសូមនិយាយដំណើររឿងបាទប្រមុខបកតែនិយាយបាទនឹកឃើញមកតាមផ្លូវចង់និយាយជិះម៉ូតូគ្នា3នាក់ជាមួយលោកតៅសុភិនខ្ញុំនិយាយពីរឿងបងនិយាយពីរឿងរំដោះទីលានប្រជាធិបតេយ្យហើយនឹងព្រំដែនបាទហើយនឹកឃើញថានេះឯងភាពល្ងងខ្លៅបាទពួកយើងទាំងអស់គ្នាដែលត្រឹមត្រូវគណៈបកសង្គ្រោះជាតិព្រោះវាអត់ដឹងខុសត្រូវហើយអត់ដឹងខុសត្រូវដល់ខ្ញុំដេកស្ដាប់ឮបងប្រមុខលោកនិយាយអំពីតនដោះទីលានប្រជាធិបតេយ្យខ្ញុំថាលោកគិតនិយាយថារំដោះរួចនិយាយឡើងមកផ្ទះវិញបាទแล้วគេយកបាត់បាទដល់ក្រោយមកឮថាគេយកព្រំដែនទៀតបាទឬប្រមុខនិយាយទីដេកស្ដាប់ទៅដល់ពេលខ្ញុំគ្នារត់ឈូឆាយទៅព្រំដែនបាទដល់តែល្ងាចឡើងមកផ្ទះទៀតបាទប្រមុខថាមកទៅអីបើមកបានប្រយោជន៍អីមកអស់ទឹកដីដែរបាទនេះបានថានឹកឃើញដល់ចង់និយាយបាទដល់មួយទៀត
bà phê chỉ đâm khe pram ní chỉ từ phía xóm rừng xì bà cái tháng chia cho tê đời nát ní để cơ ruột tàu bát nó bà chỉ này na để nhóc đây cân cùi cân chỉ này ngồi rồi na bà hay này thì chụp câu chuyện ở tiền bà xóm rừng xì cứ ruột pra vô nâng cái đời na bát ở tiền bà không chỉ nào ở trong đây ở quân cuối trăm bà tôm chịu điện xu đúng không bà bong tới bà điện xu bong này bà trong lao mất trong gì còn tết tiệt tâu nâng người tham hai cô sa vào giường chẳng khi mà hai cô sa mới tham hả cô sa nó trơn hỏi rất là dễ trời nghe tiền hỏi rất là che chui cái này chẳng tiệt tâu nó mà hai cô sa nó bà đi thà cô dương màu nó đi bong thà bà tê na là thà chợ lập việc làm đây nhẹ miên bà đi thà bên tay hà hơi còn tay bà đừng ngớp lang là xa rất là nhẹ cro nó bà có thể nó vì ai là những phạt đồ bà chẳng trong tiện tôi nó là chi phép đồ sao bao nhiêu cho nên trong thà ở bọc ốn chia một tên bọc nhau mà vì thà miền phải chay cái tê mà ô thôi miền chay cái tê ấy nhưng mà xe mó mới đào xạ cả hơi nhẹ khang tiết sầm nặng ở đời nhẹ khang và lai ở đời bà nhẹ khang và con ấy ở đâu là thà với tiện tôi sẽ vào cam dương sắp ngay đang chi phép đồ sao bao nhiêu chẳng nhưng cái xe mà không bà cái mua ti còn lái nâng tour sản chắc bây giờ dân miền Port miền được nông Snaka bao nhiêu chẳng ô tô họ đặt trong đó khang này cả sự cam chẳng trong miền lấy tour sản miền ai miền đó chỉ bỏ hai sẽ đặt tour sản bao nhiêu dân vô chật dân thì gì bà đi hà dân xuống coi dân mình cày chất hay nhẹ là gì trên máu bà đi hà cột đò đó từ trong tour sản bao nhiêu chẳng trong ai bong ôn nó miền mà chạy cái tê rồi còn miền ở bọt sau ca nghĩa bọt sau ta là ban châu chi trong trong xa bạn thà nhóm có cro bong ôn xem tiết cro nãy miền địa khác quật ro quật ở Rossi miền ban còn tay quật ở ban ở trên nhà còn rất bọc quật rồi còn một cái bọc quật là thà ở trên nhà dương đông thà ta một cái bò này để Rossi ban dương ro tới đỉnh châm sắt đỉnh châm ấy hai đứa chụp nhóm trong chỉ bên sắt phùm chẳng trong ai có xe đạn là nhóm chỉ bên sạt phun rồi mùi bên bóng ôn miền sạt chư trong bóng ôn ai tiện tông tới nhưng ai thì con chỉ bóng theo bản hay bóng ôn là miền bảo lai bên đây đấy có tha con ở miền đây nâng lộ ban của mày tay chẳng nhưng miền là bà niệm miền ở khang này tim sáng con ai từ tua máu con bọc đông bọc riêng từ tam bên tài chẳng trong là gì bị pan ha chi phép vào chừng bà hay làm xong mà nhưng môi tiền cao bây giờ dân smart mình nói cho hai đấy bằng trong một trà là mình làm còn điểm thêm đây giờ thêm cất tới bây giờ đọc trà còn đây thì em đang tất chất bằng em thà và hai chưa đi thành là mau bị đạp chán bằng vô chán bằng mình đồng chán còn đây thêm trà thay thay vì miền trong chất như thằng trà mà làm còn điểm ở trong đi vào trà sao còn đây còn làm trong đang là bây giờ cái đạp chán vô chán cứ đi ban đi thang mình nút đã cho luôn control cũng được mà dưới cứ tràn được rồi và thấy khác cái về tầm này tháo bàn thì con nệ tê bàn tay dương đang phong chất dương tha nệ tha chả tha bàn tay dương chắc bắt bao dương cứ tôi là lấy làm con nệ cứ chắc mặt trường làm con nệ làm việc hai đây cùng nút tôi sẽ nặng bàn đất xem là nhầm sẽ đập còn nó trong nhưng mình đập bàn tràn bàn tay con đập môi chùm luôn việc không biết đây lớp bị ca thì muối ao cái nạp bạn này rụng rụng người nạp pe bạn này rư có cu tập phơi chơi cuột phơi chơi còn ta không biết tôi sẽ nạp là mùi đẹp đau thà ca đều đi chầm rau một bao tê chuyện mùi rư ca lạc đồ mùi cu tập phơi bẹp đi và đôi cái nạp bạn này đôi cái nạp bạn rồi thấy cái nền dây bắt đau từ lơ tới cái nạp bạn mùi đang lịch lộ thằng ta đôi chìa CNP rư có CPP chứ là tha cuột nạp bạn bị chăng mà nạp bạn ở đó thay ba gì cái gì tập đau cho thể vận tải bà po là miên sen và hai chia cái mình ban mơ này còn đi ra ở vây cái đau kia mơ là pin điện một kia thì vận tải nhưng mình ban kia mình ban mơ ở cái này mũi để tha điện vực hạt này và ra này điện vực hạt nó là o vận tải nhưng cho ở này đi miên điện vực hạt là không là o không là lao mà hỏi anh ấy còn ao giờ po là miên muốn đo chia bớt làm bây giờ chưa được rồi chẳng kinh gì tập pia và cút pin điện nó kinh gì chẳng màu đó là pia này vực hạt là vật khang của không là lao máu cái ăn gì vậy bây giờ bắt po là miên chật chẳng cái chia bớt quất cả bài chạy vào quất cứ từ lâu tập pin cái nạp bạ tê thì mũi cái nạp bạ
ជាជនទី2គឺគណៈបកសង្គ្រោះជាតិគាត់ផ្ដោតចឹងអញ្ចឹងដូចជាបងប្អូនដែលមានទូរស័ព្ទដែលល្អអញ្ចឹងដូចជាបងប្អូនមួយនឹងនិយាយហ្នឹងយើងគួរតែប្រើប្រព័ន្ធហ្នឹងដើម្បីជំរុញទៅការផ្សព្វផ្សាយដូចថាគេថាឃោសនាមុនពេលគេឲ្យឃោសនាយើងបរិយាចេញទៅបាទបើខ្ញុំអត់មានទេទូរស័ព្ទខ្ញុំជីក7ទេបាទអញ្ចឹងខ្ញុំមានតែចំណាក់បារម្ភប៉ុណ្ណឹងខ្ញុំអស់ពាក្យសម្ដីនឹងនិយាយទៀតហើយខ្ញុំអស់រឿងហើយបាទជម្រាបលា សូមអរគុណបងអរគុណញ៉ាំចូលតាមអ្នកនេះទេតាមពីវិញហើយសូមជម្រាបលើពីមកជាដំបូងសូមគោរពដល់បងប្អូនអង្គភូមិទាំងអស់ដែលមានវត្តមាននៅទីនេះនិងសូមស្វែងគុំគុណចាស់ដែលអង្គគង់ជីវិតនៅទីនេះខ្ញុំមកសជាចតុកទី2នៅគុំឫស្សីលោកមកពីគណៈសម្បត្តិដើម្បីប្រជាធិបតេយ្យយើងហើយនេះខ្ញុំមានចំណាប់រងខ្លីទៀតតេតងយើងស្ដាប់ទៅជួបអសីសេរីថ្មីនេះតេតងនឹងមានព្រឹត្តិការណ៍យើងស្ដាប់ទៅយើងដឹងហើយយកនេះខ្ញុំលើកអង្គម្នាក់នៅខាងខេត្តតាកែវគេទៅការពារលោកគឹមសខានិយាយយកនេះសមាជិកវត្តជុអសីសេរីគេចាក់សម្លេងផ្ទាល់ឲ្យយើងស្ដាប់គិតថាគឹមសខាអត់មានខុសអីទាំងអស់គឹមសខាជាអ្នកស្នេហាជាតិចូលគិតត្រូវតែការពារគឹមសខាបានខ្ញុំថាដោយទឹកងើពីសវណ្ណអត់ដឹងមួយទាំងអស់នេះអញ្ចឹងយើងចង់លើកអំពីធនធានមនុស្សបន្តិចយើងដែលយើងអាចសរុបបានថាជាធនធានមនុស្សទី1យើងលើកអំពីបញ្ហាទី2យើងលើកអំពីគំនិតទស្សនៈនៃការដោះស្រាយនៃបញ្ហាទី3ក្រោយពីការយើងស្ដាប់រួចហើយយើងនឹងធ្វើសកម្មភាពដើម្បីបម្រើការយល់របស់យើងដែលយើងធ្វើសកម្មភាពដើម្បីបម្រើការយល់របស់យើងទី1យើងចេញលុយអ្នកណាយល់ខ្លាំងចេញខ្លាំងទី2អ្នកជួយជាបញ្ញាអ្នកអ្នកដែលអាចមានកម្រិតវប្បធម៌យល់ដឹងច្រើនអ្នកជួយច្រើនទៅអ្នកតិចជួយតិចទៅអញ្ចឹងទេក្នុងសរុបក្នុងនោះក៏យើងបានយល់អំពីវត្ថុបំណងរួមរបស់យើងមួយក្នុងនោះគឺយើងត្រូវឆ្ពោះទៅវាត្រូវមានអរិយាប័ត្រនយោបាយដែលយើងហៅថាសិល្បៈដែលយើងនឹងមកដល់គោលដៅសរុបមកវិញទាំងដែលខ្ញុំរៀបរាប់នេះវាសុទ្ធតែជាធនធានមនុស្សរបស់គណៈបកសម្ព័ន្ធជាធិបតេយ្យរបស់យើងអញ្ចឹងយើងត្រឡប់ទៅខាងគណៈបកសង្គ្រោះជាតិវិញគណៈបកសង្គ្រោះជាតិខ្ញុំចង់និយាយអំពីការសម្ភាសនៅក្នុងវត្តជុអសីសេរីខ្ញុំថាអូយតែយកណាគេសម្ភាសខ្ញុំថាដូចអត់ដែលនិយាយរឿងដែលមាននៅក្នុងចិត្តដូចថាកន្លងមកមិនដឹងជាដើរធ្វើអុយអត់ដែលមានរឿងអុយដែលបានគិតទុកជាមុនណាខ្ញុំប្រៀបដូចតាម៉ាញគិតលើអំពីកំ pl ែងគិតមួយនៅពេលនោះមានបុរសម្នាក់ទៅលោកមើលកូនគេងុយទៅនៅពេលនោះវា 100% វាអត់បានត្រៀមចម្លើយទុកជាមុនទេថាអញលោកមើលគេអញ្ចេះបើសិនតែមានពីណាគេដឹងទៅអញបកស្រាយឡើងម៉េចវាចៃដល់មួយគេទៅទើនមែននៅពេលនោះគេសួរណែអត់ទើអញធ្វើអុយក្រឹបដងអញដល់ឡាមនុស្សអត់បានត្រៀមចម្លើយទៅខ្ញុំរត់ដល់ធ្វើពូជតែវាឆ្លើយយករួចទៅខ្លួនចុះគណៈបកសង្គ្រោះជាតិភាគច្រើនគឺសម្បូរណាស់អានេះរឹសដល់ធ្វើពូជនៅពេលដែលគេសម្ភារវត្តជុអសីសេរីបងប្អូនស្ដាប់ទៅនិយាយពីប្រាក់ខែ2000ហើយមិនដឹងជាចង់និយាយពីអុយអត់ដែលនិយាយរឿងដែលមាននៅក្នុងចិត្តបើថាអត់ចេះថាអត់ចេះទៅស្រួលទៅស្ដាប់មិនបានទេចុះដែលខ្ញុំចង់លើកមិនខ្ញុំថាភាគច្រើនគឺសិតតែពុករឹសដល់ធ្វើពូជព្រោះអត់ដែលបានគិតទុកជាមុនអញ្ចឹងពីធនធានមនុស្សយើងសរុបសេចក្តីមកថាដែលហៅថាធនធានមនុស្សយើងយល់អំពីយើងថានោះវាជាបញ្ហាយើងយល់អំពីគណិតទស្សនៈនៃការដោះស្រាយនៃបញ្ហាបន្ទាប់មកយើងចូលជាថវិកាតាមលទ្ធភាពដែលយើងអាចធ្វើទៅបានសរុបមកយើងអាចថាវាជាធនធានមនុស្សរបស់គណៈបកយើងចូលគណៈបកសង្គ្រោះជាតិដែលយើងថាមិនមានជាធនធានមនុស្សដឹងជាថាធនធានមនុស្សអ្វីបងប្អូនបើយើងពិសេសខ្ញុំទៅជួបឲ្យតាមឃុំខ្ញុំធ្វើជជែកញឹកឲ្យអ្នកខ្លាំងគេប៉ុន្តែវិរិយណាអ្នកខ្លាំងគេវិរិយចាងជាងឲ្យអន់មកយើងទៀតនិយាយគេថាយើងកុំតែខ្វល់យើងដឹងតែដូរគេសិនមកនិយាយទៅវាថាវាដូចកុបពីយកពីមេវាណាពាក្យនោះថាវាដូចណាស់អញ្ចឹងទេនៅពេលដែលយើងយកអំពីធនធានមនុស្សគឺដូចខ្ញុំនិយាយខាងដើមមិញយល់ធ្វើសកម្មភាពដើម្បីបម្រើការយល់មានចេញថវិកាមានពេលវេលានិងអ្នកណាមានបញ្ញាជួយបញ្ញាដើម្បីសម្រេចវត្ថុបំណងរួមរបស់យើងចុះពួកគេមានមួយចំនួននៃការពារ
អាលិកាពៀនោះ55ជួយទៅគ្នាអត់បានយើងមិនថាធនធានមនុស្សបើយើងអាចនិយាយឲ្យខ្លីថាអន្តរធានមនុស្សឬក៏អមនុស្សអន្តរធានជុំឃើញវាចេះតែចិត្តចៃទៅចុះវាមិនមែនជាធនធានមនុស្សទេអញ្ចឹងខ្ញុំចង់លើកអំពីពូគឹមសខាបន្តិចគិតព្យាយាមនិយាយពាក្យតែផ្ទុយពីយើងសិតតែគិតឲ្យធ្វើម៉េចឲ្យខុសពីយើងហ៊ាននិយាយតាមយើងបាច់ត្រូវអញ្ចឹងទៅគិតធ្វើឲ្យខុសពីយើងបង្កើតបានជាធនធានមនុស្សដោយសារតែយើងបានពន្យល់អំពីហេតុផលនៃដំណោះស្រាយបញ្ហានៅក្នុងសង្គមចង់សរុបមកអ្នកដែលបានយល់អំពីគណិតទស្សនៈរបស់យើងក៏បានធ្វើការបម្រើការយល់ទាំងអស់គ្នាយើងអាចថាជាធនធានមនុស្សដល់ពេលគិតអត់ចេះធ្វើដូចយើងគិតចេះតែផលិតតកូនមនុស្សដល់ផលិតអាកូនមនុស្សវាមិនបានចេញថាវិការដូចយើងពីណាតែពីកើតងាមកវាទាប្រាក់ដល់ពេលវាទាប្រាក់ឪពុកនោះទៅពេលទៅច្រើនពេកទៅមិនចេះតែធ្វើរឿងដែលវាពិបាកដល់ខ្លួនរហូតដល់ចុងក្រោយមកដល់បច្ចុប្បន្នព្រោះអីគិតអត់ចេះផលិតធនធានមនុស្សគិតចេះផលិតតកូនមនុស្សបើយើងស្ដាប់ទៅយកពេលផលិតចុះហើយអាកូនវាទាច្រើនពេកទៅដល់ពេលគិតទៅត្រូវរកចិញ្ចឹមកូនក៏ត្រូវប្រើរឿងទុច្ចរិតឧបភាគច្រើនទៅបានជាវារញ៉េរញ៉ៃអញ្ចឹងចុងក្រោយសូមចាប់ប៉ុណ្ណេះសូមអរគុណ បាទសូមអរគុណបងហើយយើងអាចចូលមកបន្តទៅចូលបងប្អូននេះទេហើយអាចមកប្រកួតទីជួយលោកគាត់ចូលមកអនុញ្ញាតដល់ព័ត៌មានមួយ